ប្តីជាតិក្រោយយើងសន្យាគ្នាហើយយើងនៅតែជាមួយគ្នាបានខ្ញុំនឹងរៀបការជាមួយអ្នកម្ដងទៀតភ្ញាក់ឡើងឆាប់អ្នកមានរឿងអីទីបំផុតអ្នកភ្ញាក់ហើយនេះមិនមែនជាមិត្តរួមបន្ទប់សាកលវិទ្យាល័យរបស់ខ្ញុំទេអ្នកធ្វើឲ្យពួកយើងភ័យស្លន់ស្លោណាស់ថ្ងៃនេះនឹងមកសារភាពស្នេហ៍ជាមួយអ្នកតែអ្នកវិញដេកស្ងាត់ដូចមនុស្សស្លាប់នឹងមកសារភាពស្នេហ៍ជាមួយខ្ញុំមែនទេអ្នកណាគេសារភាពស្នេហ៍ធំដុំដល់ម្លឹងលេចខ្លួនណាស់មែនទេខំឡើងឆាប់ក្រោកឡើងកាន់ផ្កាមួយបាច់ធំណាស់មកសារភាពស្នេហ៍ជាមួយអ្នកហើយខ្ញុំមិនបានស្លាប់ទេប៉ុន្តែបានកើតជាថ្មីនៅថ្ងៃដែលសារភាពស្នេហ៍ជាមួយខ្ញុំមិនខុសទេគឺប្តីរបស់ខ្ញុំកាលពីនៅក្មេងបំណងប្រាថ្នាមុនពេលស្លាប់របស់ខ្ញុំបានខ្លាចជាការចូលចិត្តធ្វើរឿងសារភាពស្នេហ៍បែបចាស់គំរើបែបនេះណាស់ខ្ញុំបានកើតជាថ្មីនៅថ្ងៃដែលខ្ញុំសារភាពស្នេហ៍ចាប់ពីថ្ងៃនេះទៅស្រីក្នុងបេះដូងរបស់ខ្ញុំនឹងក្លាយជាសង្សាររបស់ខ្ញុំខេងសិនពេលជាសៀវជាតិនេះខ្ញុំបានខកខានអ្នករួចហើយលើកនេះខ្ញុំមិនចង់មានការសោកស្ដាយទៀតទេធ្វើជាសង្សារខ្ញុំបានទេដូច្នេះជឿខេងសិនក៏បានចាប់កំណើតឡើងវិញដែរប៉ុន្តែគេបែរជាសារភាពស្នេហ៍ជាមួយអ្នកផ្សេងមានរឿងអ្វីទៅអ្នកដែលជឿខេងសិនសារភាពស្នេហ៍មិនមែនមីលិនសិនទេអញ្ចឹងនារីម្នាក់នោះជាអ្នកណាពីមុនមិនដែលឃើញនាងទេជឿខេងសិនអ្នកក្បត់ខ្ញុំចង់ដឹងថានារីម្នាក់ណាតែធ្វើឲ្យអ្នកសុខចិត្តបោះបង់ខ្ញុំយឺជាសៀវនាងមិនមែនជាបុគ្គលិកក្រុមហ៊ុនរបស់ប្តីខ្ញុំក្នុងជាតិមុនទេខ្ញុំនិងប្តីក៏បានចាប់កំណើតឡើងវិញដែរប៉ុន្តែគេបែរជាសារភាពស្នេហ៍ជាមួយនារីម្នាក់ទៀតឡែនសិនមានរឿងអ្វីកុំឲ្យអ្នកទាំងអស់គ្នាយល់ច្រឡំខ្ញុំនិងឡែនសិនគ្រាន់តែជាមិត្តជិតស្និទ្ធតាំងពីក្មេងមនុស្សដែលខ្ញុំស្រឡាញ់តាំងពីដើមគឺបេជាសៀវជូខេងសិនបានស្រឡាញ់បេជាសៀវតាំងពីជាតិមុនរួចហើយអ្នកនិយាយថាមែនទេឡែនសិនកុំបន្ទោសខ្ញុំអីព្រោះបានរស់ជាថ្មីម្ដងទៀតខ្ញុំគ្រាន់តែចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើអ្នកកុំធ្វើហួសហេតុពេកតើអ្នកលងស្រឡាញ់តាំងពីពេលណាអីចឹងរឿងនោះមិនមែនជារឿងចៃដន្យឲ្យទេវាគឺជាភស្តុតាងដែលបញ្ជាក់ថាលួចមានស្នេហ៍ក្រៅចិត្តយ៉ាងច្បាស់តើគេដឹងអ្វីមួយហើយឬហេតុអ្វីបានជាមានទឹកមុខបែបនេះអ្នកល្អណាស់ប៉ុន្មានថ្ងៃមុនអ្នកនៅនិយាយថាអ្នកត្រូវតែបានខ្ញុំថ្ងៃនេះបែរជាទៅសារភាពស្នេហ៍ជាមួយអ្នកផ្សេងអ្នកលាក់បានជ្រៅមែនទែនអ្នកស្ដាប់ខុសហើយខ្ញុំចង់និយាយថាក្នុងនាមជាសាក្សីនៃស្នេហារបស់ខ្ញុំនឹងខ្ញុំត្រូវការតែអ្នកប៉ុណ្ណោះប្រសិនបើអ្នកដឹងថាខ្ញុំក៏បានកើតជាថ្មីដែរតើអ្នកនឹងធ្វើយ៉ាងណាពីមុនខ្ញុំបារម្ភពីឪពុកម្ដាយព្រោះពួកគេយកចិត្តទុកដាក់លើភាពសំគ្នានៃគ្រួសារទោះបីខ្ញុំស្រឡាញ់តាំងពីជួបគ្នាលើកដំបូងក៏ដោយខ្ញុំក៏មិនបានសារភាពស្នេហ៍ដែរអីចឹងជីវិតមុនគេរៀបការជាមួយខ្ញុំព្រោះតែបញ្ជារបស់ឪពុកម្ដាយបើអីចឹងហេតុអ្វីបានជាអ្នកនិយាយថាស្រឡាញ់ខ្ញុំឥឡូវនេះខ្ញុំយល់ច្បាស់ហើយមនុស្សដែលខ្ញុំចង់រៀបការជាមួយគឺមនុស្សយើងមានជីវិតតែមួយមិនគួរបង្ខំខ្លួនឯងឲ្យរងទុក្ខទេនៅជាមួយវាធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រូវគេធ្វើបាបឬគ្រប់គ្នាសុទ្ធតែដឹងថាគេចូលចិត្តហើយតែនៅតែបង្ខំខ្លួនចូលទៅចិត្តខ្ញុំថាចង់ធ្វើជាស្រីទី3ហើយបងស្រីថ្ងៃនេះខ្ញុំមកជាពិសេសដើម្បីធ្វើជាសាក្សីចំពោះស្នេហារបស់នឹងខ្ញុំមិនមែនជាស្រីទី3ទេយើងត្រូវអរគុណបងស្រីឲ្យបានល្អព្រោះគាត់ជាមិត្តប្រុសដ៏ល្អបំផុតរបស់អ្នកត្រូវហើយនៅតែដែលចេះយកចិត្តអ្នកពិតជាស្រឡាញ់នាងខ្លាំងមែនទេចំពោះខ្ញុំគ្រប់ជាតិគ្រប់កាលខ្ញុំស្រឡាញ់តែម្នាក់គត់គ្រប់ជាតិគ្រប់កាលពេលធំឡើងខ្ញុំនឹងការពារអ្នកអស់មួយជីវិតខ្ញុំស្រឡាញ់អ្នករៀបការជាមួយខ្ញុំទៅជាតិក្រោយយើងសន្យាគ្នាទៅជាតិក្រោយក៏នៅជាមួយគ្នាខ្ញុំស្រឡាញ់អ្នក
ខ្ញុំមិនអាចឈប់មើលដោយអស់សង្ឃឹមម្ដងទៀតមើលអ្នកដូចជាកន្លងមកទៅនៅជាមួយអ្នកអតីតបានទេបើមានឱកាសខ្ញុំនឹងដណ្ដើមអ្នកមកតែគួរឲ្យស្ដាយក្នុងភ្នែកអ្នកមានតែប៉ុណ្ណោះសំណាងល្អដែលបាននាំមកផ្ទះបើមិនដូច្នោះទេនៅសាលាមិនដឹងជាគេនិយាយដើមនាងយ៉ាងណាទេពិតជាមនុស្សអាក្រក់មែនមើលទៅគេបង្ហោះអ្វីក្នុងបណ្ដាញសង្គមខឹងស្ទើរតែស្លាប់ហើយប្រុសស្អាតស្រីស្អាតសាក់អសាតូចូលគូហើយមិននឹកស្មានថាឯងចូលចិត្តសោះអបអសាតូអីចឹងមិនមែនទេគឺអបអសាតូកុំមើលទៀតអីមនុស្សប្រុសក្បត់ដូចគេមានអីគួរឲ្យមើលមែនហើយកុំសោកសៅទៀតអីទេដែលធ្វើខុសចំពោះអ្នកខ្ញុំនឹងស្គាល់គ្នាតាំងពីអាយុ2ឆ្នាំគេជាអ្នកនិយាយថានឹងស្រឡាញ់ខ្ញុំអស់មួយជីវិតគេជាអ្នកសារភាពស្នេហ៍ជាមួយខ្ញុំកុំយំអីមិនសមនឹងអ្នកទេជីវិតមុនបន្ទាប់ពីបាននៅជាមួយខ្ញុំគេមិនដែលបង្ហោះអ្វីក្នុងបណ្ដាញសង្គមសោះខ្ញុំយល់ព្រមទទួលការសារភាពស្នេហ៍របស់អ្នកចូលបណ្ដាញសង្គមប្រកាសឲ្យគ្រប់គ្នាដឹងទៅអ្នកដឹងហើយថាខ្ញុំមិនចូលចិត្តបង្ហោះក្នុងបណ្ដាញសង្គមទេទំនងរបស់យើងមិនចាំបាច់ប្រកាសជាពិសេសទេខ្ញុំអៀនខ្មាស់ងាយមិនមែនគាត់អៀនខ្មាស់ងាយទេគឺខ្ញុំក្នុងជាតិមុនមិនស័ក្តិសមទេកូនសម្លាញ់កុំយំទៀតអីកូនគេងបន្តិចទៅខ្ញុំនឹងនៅទីនេះមើលថែកូនស្រឡាញ់ខ្លាំងណាស់ប្រកាសជាមិនអាចទ្រាំនឹងរឿងនេះបានទេមិនដឹងថាកំពុងមានរឿងអីទេមុនថ្ងៃនេះគាត់ច្បាស់ជាចូលចិត្តខ្លាំងណាស់ឬមួយគាត់គ្រាន់តែសម្ដែងធ្វើជាចូលចិត្តហើយនោះមកពីណាមិនមែនត្រូវគេលួចរាងកាយទេគឺពីមុនគាត់សម្ដែងពូកែពេកហើយអីចឹងវាគ្រាន់តែជាសុបិនទេគឺអ្នកជាអ្នកបោះបង់ខ្ញុំមុនអាឡូប៉ារឿងដែលប៉ានិយាយកាលពីមុនខ្ញុំយល់ព្រមហើយខ្ញុំក៏យល់ព្រមរៀបការតាមការរៀបចំរបស់គ្រួសារដែរក្នុងជាតិមុនដោយសារតែខ្ញុំបានបដិសេធសំណើរបស់ប៉ាដែលឲ្យខ្ញុំទៅរៀននៅបរទេសជាតិនេះពេលបានសញ្ញាបត្រឲ្យខ្ញុំនឹងទៅបរទេសហើយដល់វ័យគាត់នៅតែទូរស័ព្ទមកទៀតអាឡូអ្នកមិនអីទេមែនទេមិនបានជាក្អួតឈាមធ្វើឲ្យខ្ញុំភ័យស្លាប់ហើយមិនអីទេអាកាសស្ងួតពេកបំពង់ក៏ខ្ញុំស្ងួតបន្តិចអីចឹងល្អហើយអូត្រូវហើយហាងនំខេកនៅសេនថមនោះតាមមួយណាជានំល្បីរបស់ហាងចូលចិត្តញ៉ាំរបស់ផ្អែមខ្ញុំគ្រោងនឹងនាំនាងទៅភ្លក់ជាតិកាលមុនខ្ញុំមិនចូលចិត្តញ៉ាំរបស់ផ្អែមទេប៉ុន្តែតែងតែនាំខ្ញុំទៅហាងនំខេកសេនថមអីចឹងគឺជាអ្នកដែលចូលចិត្តអ្នកមានរឿងអីនិយាយមកគឺបងស្រីមែនទេឬយើងហៅគាត់មកជាមួយផងទៅគាត់ជាមិត្តល្អរបស់អ្នកឥឡូវយើងនៅជាមួយគ្នាហើយក៏គួរអញ្ជើញគាត់ញ៉ាំបាយដែរមែនហើយអ្នកត្រូវតែមកឲ្យបានណាបើមិនមកគឺមិនទុកមុខខ្ញុំទេខ្ញុំមិនទៅទេបងស្រីតើបងមិនចង់ឃើញខ្ញុំមែនទេប៉ុន្តែខ្ញុំទន្ទឹងរង់ចាំជួបបងណាបើមិនទៅតើវាមើលទៅដូចជាខ្ញុំមានមន្តសការខុសឬអត់ហេតុអ្វីមិនមកមិនមែនអ្នកក៏ចូលចិត្តញ៉ាំនំខេកហាងនេះដែរចូលចិត្តនំខេករបស់ហាងនេះមែនទេបានខ្ញុំទៅល្អណាស់ជួបគ្នាថ្ងៃស្អែកខ្ញុំដឹងថាអ្នកនៅតែមិនអាចបំភ្លេចបានមិនថាអ្នកធ្វើអ្វីពួកយើងសុទ្ធតែគ្រប់គ្រងអ្នកតែបើត្រូវឆ្លោះគ្នាត្រូវហៅពួកយើងមកជាមួយផងពីមុនអ្នកតែងតែហៅពួកយើងក៏មកភ្លាមមនុស្សលងស្នេហ៍ខ្លាំងបែបនេះតើធ្វើម៉េចនឹងបដិសេធបានកុំនិយាយទៀតនិយាយតាមត្រង់ទៅខ្ញុំគិតថាជាមនុស្សស្រីធ្វើពុតអ្នកគួរតែប្រយ័ត្នបន្តិចមែនហើយខ្ញុំប្រហែលជាឈួតទៅព្រមមកទីនេះជាកន្លងមកខ្ញុំក៏ធ្លាប់អង្វរឲ្យបញ្ចុះឆ្នាំខ្ញុំដើមឡើយមិនមែនព្រោះខ្លាចគេនិយាយទេគឺព្រោះខ្ញុំមិនស័ក្តិសមកុំធ្វើបែបនេះបងស្រីកំពុងមើលនៅឈប់បារម្ភទៅខ្ញុំនឹងជាអ្នកណានឹងអ្នកណាគាត់ជាបងប្រុសបង្កើតរបស់ខ្ញុំគាត់មិនប្រកាន់ទេខ្ញុំអាចសួរអ្នកមួយសំណួរបានទេសួរមកចំពោះខ្ញុំអ្នកគ្មានអារម្មណ៍ខុសសូម្បីតែបន្តិចទេអត់ទេខ្ញុំមានអ្វីត្រូវមានអារម្មណ៍ខុសចំពោះអ្នកបានក្បត់ខ្ញុំតើពេលណាបានក្បត់អ្នកកុំប្រាប់ថាគាត់ក៏បានកើតជាថ្មីដែរគេក៏ចាប់កំណើតឡើងវិញដែរឬនិយាយថាជាបងប្អូននឹងគ្នាតែបែរជាលួចមានគូទៅវិញនេះមិនមែនជាការក្បត់បងប្អូនទេអូខ្ញុំគិតថាមានរឿងអីទៅតើមិនមែនព្រោះជួបស្នេហ៍ពិតទេបងប្អូនអ្នកត្រូវតែយល់ស្នេហ៍ពិតមួយដ៏អស្ចារ្យមែនជាការមុនស្នេហ៍ជាមួយខ្ញុំគឺស្នេហ៍ខ្លាំងៗមែនទេបងស្រីមូត្រឹមតែអ្នកជួបមនុស្សដែលព្រមស្រឡាញ់អ្នកនឹងយល់ដោយខ្លួនឯងនេះកំពុងចង់សំដៅលើខ្ញុំមិនព្រមស្រឡាញ់ខ្ញុំទេអ្នកមិនគួរមកទេខ្ញុំមានការងារទៀតសុំទៅមុនហើយអ្នកទាំងអស់គ្នាអញ្ជើញញ៉ាំបន្តចុះបងស្រីមូកុំប្រញាប់ពេកអីថ្ងៃកំណើតរបស់ចិត្តមកដល់ហើយអ្នកនឹងមកមែនទេច្បាស់ជាមកហើយថ្ងៃកំណើតខ្ញុំមិនមកបានយ៉ាងម៉េច
យើងមានទំនាក់ទំនងជិតស្និទ្ធយ៉ាងណាអ្នកនិយាយមើលអ្នកបែរជាស្ទាក់ស្ទើរអ្នកមិនដែលខកខានថ្ងៃកំណត់ខ្ញុំទេត្រូវតែមកណាចាត់ទុកថាជាលើកចុងក្រោយទៅបងស្រីជួយមើលឲ្យខ្ញុំបន្តិចតុក្កតាប៉ូស្លែននេះខ្ញុំធ្វើបានយ៉ាងម៉េចអូបងស្រីតើបងមិនចូលចិត្តខ្ញុំមែនទេហេតុអ្វីបងចិត្តណាលែងដៃនេះជាអំណោយដែលខ្ញុំធ្វើដោយដៃផ្ទាល់អស់រយៈពេល3ថ្ងៃខ្ញុំចង់ជូនវាទៅអូត្រូវគេរៀបចំផែនការធ្វើបាបហើយមិនអីទេបែកហើយក៏អាចយកមកបិទជាប់វិញបានប្រហែលមិនបានធ្វើដោយចិត្តណាទេគាត់កំពុងនិយាយការពារខ្ញុំក្នុងចិត្តគាត់ប្រហែលនៅមានខ្ញុំសុទ្ធតែជាកំហុសរបស់ខ្ញុំដែលអំណោយនេះថោកពេកទើបធ្វើឲ្យបងគិតថាវាមិនសំខាន់កុំនិយាយអញ្ចឹងអ្វីក៏ដោយដែលជាអំណោយពីអ្នកទោះបីជាស្មៅមួយដើមក៏ខ្ញុំចាត់ទុកជារបស់មានតម្លៃដែរបងស្រីខ្ញុំមិនដឹងថាខ្ញុំធ្វើខុសត្រង់ណាទេហេតុអ្វីបងចិត្តណាធ្វើបែបនេះខ្ញុំមិនបានប៉ះតុកតាប៉ូស្លែនតតែសោះបងស្រីតើបងគិតថាខ្ញុំមិនស័ក្តិសមនឹងមែនទេពួកអ្នកទាំងពីរធំឡើងជាមួយគ្នាតាំងពីក្មេងពួកអ្នកទាំងពីរទៅជាគូដែលស័ក្តិសមបំផុតអ្នកកំពុងនិយាយអ្វីហ្នឹងខ្ញុំមិនបន្ទោសបងស្រីទេបែកក៏បែកទៅចុះទឹកចិត្តដែលមិនមានតម្លៃប៉ុន្មានទេពិតណាស់មិនសំខាន់ជាងមិត្តភាពរបស់ពួកអ្នកទេសុំទោសសៀវទៅហើយយកតុកតានេះមកគុំឲ្យរួចរាល់សុំទោសគាត់ជាអ្នកលែងដៃដោយខ្លួនឯងហេតុអ្វីឲ្យខ្ញុំសុំទោសហេតុអ្វីខ្ញុំត្រូវចិត្តនាវាឲ្យវាបែកអំណោយដែលខ្ញុំធ្វើឲ្យអ្នកខ្ញុំចំណាយពេល3ថ្ងៃទើបគុំរួចខ្ញុំឃើញផ្ទាល់ភ្នែកថាអ្នកជាអ្នកលែងដៃតើអាចខ្លាញ់បន្លំបានឬខ្ញុំនិយាយថាមិនមែនគឺមិនមែនអ្នកដឹងហើយថាខ្ញុំមិនចេះនិយាយពូកែទេគ្រាន់តែសុំទោសមួយម៉ាត់ប៉ុណ្ណោះកុំធ្វើរឿងឲ្យធំអីក្នុងជីវិតមុនទោះបីខ្ញុំធ្វើឲ្យគាត់ខាតបង់យ៉ាងធ្ងន់ធ្ងរគាត់ក៏មិនដែលនិយាយពាក្យធ្ងន់ដាក់ខ្ញុំសំបីមួយម៉ាត់សុំទោសខ្ញុំមិនដឹងថាកម្មជ្រួចនេះនឹងផ្ទុះដោយចៃដន្យណាទេហើយដុតឃ្លាំងឲ្យឆេះមិនមែនជាកំហុសរបស់អ្នកទេឆេះក៏ឆេះទៅលុយតែប៉ុន្មានលានគ្រួសារយើងមានលទ្ធភាពសងបានឲ្យតែអ្នកមិនមានរបួសគឺល្អហើយ Tension តើខ្ញុំបានធ្វើអ្វីខុសឬហេតុអ្វីបានជាបងស្រីមីស្អប់ខ្ញុំម្លេះខ្ញុំនិយាយជាលើកចុងក្រោយគេជាអ្នកលែងដៃខ្លួនឯងខ្ញុំមិនខុសទេគ្រប់គ្រាន់ហើយ Lanshan បើអ្នកមិនព្រមសុំទោសក៏ទុកទៅហេតុអ្វីអ្នកនៅតែយល់ច្រឡំឈៀលទៀតចង់ប្រឆាំងជាមួយខ្ញុំទៀតចាំជាតិមុខទៅLanshan តាមពិតខ្ញុំមិនបានបន្ទោសអ្នកទេគ្រាន់តែជាវទុនខ្សោយបន្តិចខ្ញុំក៏ត្រូវលួងនាងបន្តិចដែរអ្នកកុំខឹងទៀតអីគេបានទូរស័ព្ទមកលួងខ្ញុំដោយផ្ទាល់ហេតុអ្វីអ្នកមិននិយាយកុំខឹងអីអូចាំបន្តិច3ថ្ងៃទៀតជាថ្ងៃកំណើតខ្ញុំអ្នកត្រូវតែមកណាមានរឿងខ្លះខ្ញុំចង់និយាយឲ្យច្បាស់នៅចំពោះមុខគ្រប់គ្នាខ្ញុំមិនបានប៉ះពាល់តុកតាភុយស្រួយនោះទេយល់ហើយអ្នកថាម៉េចក៏មិនទៅពិធីខួបកំណើតខ្ញុំអ្នកត្រូវតែមកណាគេមិនជឿខ្ញុំសោះអំពីពិធីខួបកំណើតរាល់ឆ្នាំដល់ថ្ងៃកំណើតគឺខ្ញុំជាអ្នកនៅជាមួយគាត់ប្រារព្ធថ្ងៃកំណើតអញ្ចឹងទៅចុះខ្ញុំនឹងនៅជាមួយគេក្នុងថ្ងៃកំណើតជាលើកចុងក្រោយក្នុងជាតិមុនរាល់ពេលដល់ថ្ងៃកំណើត Chu Kengshan តែងចូលចិត្តជូនកាដូឲ្យខ្ញុំគាត់និយាយថាគាត់អរគុណខ្ញុំខ្លាំងណាស់ដែលព្រមរៀបការជាមួយគាត់ប៉ុន្តែថ្ងៃនេះគាត់បែរជាឈរនៅក្បែរស្ត្រីម្នាក់ទៀតអូបែរជាយកវត្ថុបន្សល់ទុកពីមរណភាពរបស់មកតែម្ដាយបានទុកឲ្យគាត់ខ្សែកនេះខ្ញុំសុំគេពេញមួយជីវិតប៉ុន្តែមិនដែលបានពាក់សំបីតែម្ដងខ្សែកនេះខ្ញុំសុំគេពេញមួយជីវិតប៉ុន្តែមិនដែលបានពាក់សំបីតែម្ដងតើខ្ញុំមិនមែនជាមនុស្សសំខាន់បំផុតសម្រាប់អ្នកទេអនុញ្ញាតឲ្យខ្ញុំពាក់ម្ដងទៅតែមួយផ្លែតបានទេកុំធ្វើរឿងឈួតនេះជាវត្ថុបន្សល់ទុកពីម្ដាយរបស់ខ្ញុំគ្មានអ្នកណាអាចប៉ះបានទេទោះបីអ្នកជាប្រពន្ធរបស់ខ្ញុំក៏ដោយក៏មិនបានដែរអរគុណអ្នកទាំងអស់គ្នាដែលបានមកចូលរួមជាដំបូងខ្ញុំចង់បញ្ជាក់រឿងមួយមានពាក្យចាំអារម្មណ៍ថាបានចូលមកជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់ខ្ញុំនឹងនៅទីនេះខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាខ្ញុំនឹងធំឡើងជាមួយគ្នាតាំងពីតូចជាមិត្តប្រុសស្និទ្ធស្នាលខ្ញុំតែងតែចាត់ទុកនាងជាប្អូនស្រីមិនដែលមានស្នេហាវាងប្រុសស្រីឡើយស្នេហារបស់ខ្ញុំដែលខ្ញុំមានមោទនភាពពេញមួយជីវិតពិតជាគ្រាន់តែជាការស្រឡាញ់ម្ខាងឯងមែនឡានសានយ៉ាងណាក៏អ្នកស្រឡាញ់ខ្ញុំអនាគតក៏ឲ្យអ្នកធ្វើជាសង្សាររបស់ខ្ញុំដើម្បីជាការតបស្នងចុះ
សង្ឃឹមថាអ្នកទាំងអស់គ្នាឈប់យល់ច្រឡំទៀតកុំធ្វើឲ្យមនុស្សដែលខ្ញុំស្រឡាញ់បំផុតឈឺចាប់ឡានសានអ្នកមកប្រាប់គ្រប់គ្នាទៅថាពួកយើងជាបងប្អូនល្អបំផុតមែនទេបាទខ្ញុំនឹងឈឺខេងឆេនគ្រាន់តែជាបងប្អូនគ្នាប៉ុណ្ណោះពីមុនក៏ដូច្នេះឥឡូវក៏ដូច្នេះអនាគតក៏កាន់តែដូច្នេះអ៊ីឡានសាននិយាយបែបនេះហើយអ្វីខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តបន្តិចខ្សែរបស់ខ្ញុំបាត់ហើយពិតទ្វារសារជប់លៀងគ្មានអ្នកណាអាចចេញទៅបានទេបងស្រីមីអ្នកប្រញាប់ចេញទៅធ្វើអ្វីឬមួយអ្នកជាអ្នកលួចខ្សែមកគិតមើលថាអ្នកចង់ធ្វើអ្វីពិតប្រាកដខ្សែរបស់អ្នកបាត់ក៏ទៅរកវាទៅម៉េចអ្នកគិតថាវាមានជើងហើយរត់តាមខ្ញុំមែនទេខ្ញុំមិនមានន័យបែបនេះទេគ្រាន់តែខ្សែនេះជាវត្ថុអនុស្សាវរីយ៍ដែលម្ដាយរបស់ King Shen ទុកវាសំខាន់ខ្លាំងណាស់សម្រាប់គាត់មុននេះមានតែអ្នកម្នាក់គត់ដែលបានដើរកាត់ក្បែរពួកយើងអីចឹងដូច្នេះដើម្បីបញ្ជាក់ថាបងស្រីគ្មានកំហុសអាចឲ្យខ្ញុំឆែកមើលបន្តិចបានទេនេះបងកំពុងសង្ស័យថាខ្ញុំចង់ឆែកខ្លួនបងដោយខុសច្បាប់មែនទេខ្ញុំមិនបានសង្ស័យទេខ្ញុំគ្រាន់តែប្រញាប់ពេកប៉ុណ្ណោះព្រោះវាជារបស់ដែលម៉ាក់បានទុកឲ្យបងកុំប្រាប់ថាអ្នកក៏គិតថាខ្ញុំជាអ្នកយកវាដែរនេះកាលពីជីវិតមុនតែងតែចង់បានខ្សែនេះណាស់តើអ្នកមិនដឹងថាខ្ញុំជាមនុស្សបែបណាទេកុំទៅខ្ញុំគ្រាន់តែចង់ជួយបញ្ជាក់ថាបងគ្មានកំហុសអ្នកពិតជាបាត់ខ្សែមែនមិនមែនខ្ញុំទេខ្ញុំមិនដឹងទេហើយអ្វីខ្សែនេះបែរជាមាននៅក្នុងកាបូបខ្ញុំប៉ុន្តែកាលពីមុនអ្នកមិនមែនចូលចិត្តខ្សែនេះខ្លាំងណាស់ទេវ៉ាវខ្ញុំជឿថាបងមិនបានធ្វើដោយចិត្តណាទេមិនបន្ទោសបងទេមែនហើយខ្ញុំក៏មិនបន្ទោសអ្នកដែរខ្ញុំនិយាយម្ដងទៀតខ្ញុំមិនបានយកខ្សែនេះទេតើមកពី3រឿង10យ៉ាងដែលអ្នកសរសេរថាត្រូវធ្វើជាមួយគេមុនបញ្ចប់ការសិក្សាបែរជាយកមកធ្វើជាមួយខ្ញុំវិញអីចឹងព្រោះអ្នកមិនសប្បាយចិត្តទើបធ្វើបែបនេះមែនទេយើងបានព្រមព្រៀងគ្នាហើយថាមុនបញ្ចប់ការសិក្សាយើងនឹងធ្វើរឿងទាំង10នេះឲ្យបានខ្ញុំតាមអ្នកទាំងអស់សូម្បីរឿងនេះក៏ដឹងដែរអ្នកពិតជាមិនទុកមុខឲ្យខ្ញុំសោះកុំស្រមៃខ្លួនឯងច្រើនពេកអីចឹងក្នុងបញ្ជីរបស់អ្នកចំណុចចុងក្រោយសរសេរថាចង់ថតរូបគូស្នេហ៍ជាមួយមនុស្សដែលខ្លួនស្រឡាញ់បំផុតអាចប្រាប់បានទេថាមនុស្សដែលអ្នកស្រឡាញ់បំផុតជាអ្នកណាមនុស្សដែលស្រឡាញ់បំផុតរបស់ខ្ញុំគឺខ្ញុំនេះហើយតើអ្នកហ៊ាននិយាយឈ្មោះចេញមកទេមនុស្សដែលខ្ញុំស្រឡាញ់បំផុតគឺអ្នកឆ្នើមប្រចាំផ្នែកហិរញ្ញវត្ថុបងប្រុសទីបំផុតបងបានបង្ហាញខ្លួនហើយប៉ុន្មានថ្ងៃនេះបងដូចជាបាត់ខ្លួនទៅហើយមនុស្សដែលបងស្រឡាញ់បំផុតត្រូវធ្វើបាបហើយអីអ្នកឆ្នើមដែលគេគំរកឃើញមុខនោះមែនទេនិយាយអីចេះអ្នកនឹងមិនដែលស្គាល់គ្នាផងមិនស្គាល់គ្នាមនុស្សដែលមិនមានទំនាក់ទំនងគ្នាទើបសំយកមកធ្វើជាខែការពារមែនទេតើអ្នកចូលចិត្តតាំងពីពេលណាហេតុអ្វីមិនប្រាប់ខ្ញុំរឿងធំដល់ថ្នាក់ប្រកាសជាសាធារណៈថាអ្នកនឹងជាគូស្នេហ៍អ្នកក៏មិនបានប្រាប់ខ្ញុំដែរមិត្តល្អអូបងស្រីមេតាមពិតអ្នកដែលចូលចិត្តគឺមែនទេបើអីចឹងគាត់ប្រកាសជាចូលចិត្តអ្នកដែរមិនអាចថាគាត់កំពុងបោកពួកយើងទេមែនទេរឿងនេះមិនពាក់ព័ន្ធនឹងអ្នកទេបងស្រីមីខ្ញុំក៏គ្រាន់តែបារម្ភពីអ្នកទេ King Shen ខ្ញុំក៏សង្ឃឹមថាអ្នកអាចមានមិត្តប្រុសម្នាក់អីចឹងអ្នកនឹងមិនចេះតែនឹកឃើញខ្សែរបស់ខ្ញុំទៀតទេខ្ញុំនិយាយត្រូវមែនទេអ្នកមិនគួរមកខ្ញុំទេមើលមុខខ្ញុំអត់ធ្មត់ចំពោះអ្នកមកយូរហើយអ្នកមិនអីទេ King Shen ខ្ញុំគ្រាន់តែបារម្ភពីបងស្រីមើលប៉ុណ្ណោះតើខ្ញុំខុសត្រង់ណាក៏មិនបាននិយាយខុសដែរហើយអ្វីអ្នកអាចប្រើកម្លាំងដូចមនុស្សគ្មានសុជីវធម៌បែបនេះសុំទោសទៅគាត់ជាអ្នករករឿងមុនហើយបន្ទាប់មកក៏មកខ្ញុំទៀត
ខ្ញុំមិនគួរវាគាត់ទេឈប់ទៅ King Shen គ្រប់យ៉ាងជាកំហុសរបស់ខ្ញុំមិនគួរខ្វល់ពីបងស្រី Milan ទេក៏មិនគួរព្រួយបារម្ភពីបំណងរបស់ម្ដាយអ្នកដែរ Milan Shen ខ្ញុំប្រាប់ឲ្យអ្នកសុំទោសស្គាល់គ្នាមកជាច្រើនឆ្នាំគ្រាន់តែខ្ញុំលែងជឿអ្នកបែរជាឲ្យគេមើលងាយខ្ញុំតើអ្នកគ្មានមន្តសការទេបងស្រី Milan បើបងចូលចិត្តខ្សែកនេះបងយកទៅចោះប៉ុន្តែសូមបងកុំបន្ទោស King Shen អី Milan Shen នេះក៏កាច់សាហាវពេកហើយដណ្ដើមខ្សែកហើយថែមទាំងវាគេគិតថាខ្លួនជាមនុស្សស្និទ្ធស្នាលជាមួយគេមែនទេប្រាប់ថានាងចង់ធ្វើជាស្រីស្នេហ៍ King Shen ជាតិកន្លងមកបានបោកប្រាស់ខ្ញុំជាតិនេះបែរជាមើលងាយ Milan Shen ទៀតអ្នកនៅមិនទាន់ព្រមបោះបង់ទៀតឈៀវសៀវធ្វើឲ្យអ្នករងទុក្ខហើយគេបែរជាចង់វាយខ្ញុំដើម្បីការពារឈៀវអ្នកជានរណាខ្ញុំជាគូដណ្ដឹងរបស់ Milan Shen គូដណ្ដឹង Shen លើកនេះទីបំផុតខ្ញុំបានមកទាន់ពេលដើម្បីឲ្យអ្នកបានឃើញខ្ញុំតាំងពីពេលណាខ្ញុំមានគូដណ្ដឹងឪពុករកគូរៀបការឲ្យកូនហើយឈ្មោះអ្វីក៏បានជាអ្នកណាក៏មិនសំខាន់ទេមិនបាច់ប្រាប់ខ្ញុំទេអីយ៉ាកូននេះកូនជាចិត្តខ្លាំងបែបនេះព្រោះបែកគ្នាជាមួយមែនទេចាំបាច់អីចាំកូនអារម្មណ៍ល្អជាងនេះសឹមឪពុកប្រាប់កូនឬមួយគាត់ជាគូរៀបការដែលឪពុករកឲ្យខ្ញុំមានគូដណ្ដឹងសង្ហាបែបនេះមិនអាចច្រណែនបានទេខ្ញុំគិតថាតាមពិតមិនបានចូលចិត្តទេមែនទេមិនអាចទេមិនអាចមានគូដណ្ដឹងផ្សេងទៀតទេគូដណ្ដឹងផ្សេងទៀតមើលទៅក៏ចាប់ផ្ដើមចាត់ការហើយដែរគួរឲ្យអស់សំណើចឯងមិនមែនទេឯងដឹងមិនថាគាត់គ្មានគូដណ្ដឹងព្រោះមនុស្សដែលគាត់ស្រឡាញ់តាំងពីដើមគឺខ្ញុំស្រាប់តែគិតដល់បទចម្រៀងមួយបទរាត្រីដ៏ស្ងប់ស្ងាត់នេះផ្លូវដ៏ឯកនេះដូចខ្សែភាពយន្តដែលពោបានរសាត់បាត់ទៅខ្ញុំមិនដែលចូលចិត្តទេគេគ្រាន់តែជាបងប្អូនល្អរបស់ខ្ញុំប៉ុណ្ណោះគេប្រកាសជាដោយសារតែនៅទីនេះទើបបដិសេធថាមិនចូលចិត្តខ្ញុំទោះខ្ញុំដឹងថាអ្នកកំពុងកុហកក៏ដោយខ្ញុំនៅតែសប្បាយចិត្តណាស់តើមានអ្នកណាម្នាក់ទៀតលេចមុខមកជាមួយមន្ត្រីដោយរបៀបណាមកបំផ្លាញរឿងល្អរបស់ខ្ញុំមិនអាចទេអ្នកច្បាស់ជាចូលចិត្តតែខ្ញុំម្នាក់ទេអ្នកចិត្តណាធ្វើឲ្យខ្ញុំខឹងមែនទេបើអ្នកនៅតែនិយាយមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្ញុំកុំបន្ទោសខ្ញុំដែលមិនអត់អន់ជាតិកាលមុនហេតុអ្វីខ្ញុំមិនដែលដឹងថាមានមនុស្សបែបនេះមិនមែននិយាយថាចូលចិត្តទេហេតុអ្វីនាងមានគូដណ្ដឹងទៀតពួកយើងពិតជាមិនស្គាល់គ្នាទេអ្នកចេញទៅឲ្យលឿនទៅមិនចាំបាច់ឲ្យអ្នកស្គាល់ខ្ញុំទេគ្រាន់តែខ្ញុំស្គាល់ស្និទ្ធស្នាលជាមួយគឺគ្រប់គ្រាន់ហើយតើអ្នកជានរណាឲ្យប្រកាសផ្នែកហិរញ្ញវត្ថុអ្នកមកដល់តាំងពីពេលណាគាត់មិនបាននិយាយអ្វីដែលខ្ញុំនិយាយមុននេះទេមែនទេតាំងពីពេលដែលអ្នកនិយាយថាអ្នកចូលចិត្តខ្ញុំអ្វីមិនមែនទេខ្ញុំគឺព្រោះមិនអីទេខ្ញុំដឹងគ្រប់យ៉ាងហើយចប់ហើយគាត់មិនយកពាក្យខ្ញុំជាការពិតទេមែនទេប៉ាអ្នកពិតជាពូកែរកគូរៀបការឲ្យខ្ញុំមែនមិននឹកស្មានថាអ្នកគឺភីវិញទេអូដូច្នេះគាត់គឺភីកំពូសិស្សប្រុសខ្ញុំថាហើយថាហេតុអ្វីបានជាគាត់មើលទៅស្គាល់ម្លេះពិតជាមិនអាចបន្ទោសពួកយើងដែលមិនស្គាល់គាត់ទេមិននឹកស្មានថាគាត់បែរជាគូដណ្ដឹងរបស់ Milan Shen ទៅវិញ Milan Shen អ្នកពិតជាសំណាងល្អមែនមិននឹកស្មានថាអ្នកពិតជាស្គាល់ភីវិញសមែនបងស្រីមីអ្នកមានគូដណ្ដឹងហើយបែរជាលាក់មិនឲ្យ King Shen ដឹងទៀតនេះមិនមែនជាចេតនាឲ្យគ្រប់គ្នាយល់ច្រឡំទេមែនហើយចិត្តគុណិតជ្រៅណាស់ពាក្យចាំអារម្មណ៍ថាបេឈៀវសៀវចូលមកជិះនឹង King Shen ឡានប្រហែលជាគាត់ហើយតែ Milan Shen ពួកយើងមានទំនាក់ទំនងគ្នាជាច្រើនឆ្នាំមកហើយហេតុអ្វីអ្នកអាចលួចភ្ជាប់ពាក្យដោយមិនប្រាប់ខ្ញុំ Milan Shen ខ្ញុំនឹងឲ្យអ្នកធ្វើជាស្រីកំណានរបស់ខ្ញុំបើអ្នកដឹងរឿងនេះប្រកាសជាផ្ដាច់ទំនាក់ទំនងជាមួយ P Wensing លោកឈីវ Shen មិនមានការប្រកិច្ចប្រាប់អ្នកទេពេលអ្នកមានសង្សារហើយគួរតែគ្រប់គ្រងមនុស្សរបស់អ្នកឲ្យល្អកុំឲ្យនាងនិយាយផ្ដេសផ្ដាសទាំងអស់គ្រាន់តែជាការយល់ច្រឡំខ្ញុំជឿបងស្រីមើលក៏មិនមានចិត្តនិយាយខ្សែដែរខ្ញុំមិនបន្ទោសបងស្រីនេះទេខ្ញុំមិនបានយកខ្សែទេអ្នកអាចពិនិត្យកាមេរ៉ាសុវត្ថិភាពបានបងស្រីមើលតើបងដឹងតាំងពីដំបូងហើយមែនទេថាកាមេរ៉ាខូចទើបបងចិត្តនាងនិយាយបែបនេះខូចក៏មិនអីដែររឿងដែលកើតឡើងថ្ងៃនេះខ្ញុំចៃដន្យឲ្យថតទុកបានចង់មើលទេឬមួយគេពិតជាបានថតវីដេអូមែនតែខាត់មិនអាចឲ្យគ្រប់គ្នាដឹងថាខ្ញុំបានចាប់ប្រកាន់ពីរឿងខ្សែទេឈៀវសៀវមានរឿងអីប្រហែលជាឈរយូរពេកទើបមានអារម្មណ៍មិនស្រួលអ្នកនាំខ្ញុំទៅជួបគ្រូពេទ្យបានទេបានយើងទៅភ្លាមមិនមើលវីដេអូទៀតទេការពិតដែលអ្នកចង់ដឹងគឺនៅទីនេះសុំទោសបងស្រីមីខ្ញុំមិនគួរយល់ច្រឡំលើបងទេ
មិនមែនការយល់ច្រឡំទេគឺជាការបោកប្រាស់ខ្ញុំមានតែធ្វើជាសន្លប់ប៉ុណ្ណោះបានហើយជាវគ្រាន់តែប្រញាប់ពេកបន្តិចឡានឆានអ្នកចាំតែរឿងនេះមែនទេឈឺចិត្តហើយឬនៅអញ្ចឹងហេតុអ្វីអ្នកអាចថតវីដេអូរបស់គាត់បានអីចឹងអ្នកធ្វើដោយចេតនាខ្ញុំថាហើយមិនក៏អាចខ្លាំងដល់ម្លេះធ្វើឲ្យអ្នកត្រូវរងការអយុត្តិធម៌ហើយពិតជាគូសម្រាប់រៀបការដែលឪពុកខ្ញុំបានរៀបចំមែនលោកពូម៉ូមិនបានប្រាប់អ្នកទេខ្ញុំដឹងថាត្រូវរៀបការតាមការរៀបចំប៉ុន្តែមិនដឹងថាជាអ្នកណាទេខ្ញុំដឹងថាអ្នកនៅមិនទាន់អាចទទួលយកបានមិនអីទេខ្ញុំអាចរងចាំនេះជាលើកដំបូងដែលយើងជួបគ្នាមែនទេហេតុអ្វីអ្នកជួយខ្ញុំហាមធ្វើបាបគេខ្ញុំបានប្រាប់មនុស្សចាស់រួចហើយតោះលែងអ្នកទៅនឹងមានមនុស្សយកចិត្តទុកដាក់ចំពោះអ្នកពួកគេគ្រាន់តែកំពុងធ្វើដំណើរមកប៉ុណ្ណោះដូច្នេះញ៉ាំស្ករហើយកុំសោកសៅទៀតណាថេសិនអ្នកកំពុងធ្វើអ្វីឆាប់ត្រឡប់ទៅផ្ទះទៅខ្ញុំនឹងត្រឡប់ទៅផ្ទះហើយតើអ្នកជួយខ្ញុំព្រោះខ្ញុំគ្រាន់តែជាគូរៀបការរបស់អ្នកមែនទេតើគូនិយាយថាអ្នកមានទំនួលខុសត្រូវឬប្រញាប់ប្រញាល់ពេកអស់ទៅមិនគិតទៀតទេចាំថ្ងៃក្រោយសូមអរគុណគាត់ហើយនៅថ្ងៃនេះជាវខុសមែនខ្ញុំក៏រំជួលអារម្មណ៍បន្តិចដែរថ្ងៃស្អែកខ្ញុំនាំអ្នកទៅឡើងភ្នំទុកជាការសុំទោសអ្នកមិនមែនចូលចិត្តឡើងភ្នំមួយបាត់ដៃរួចឲ្យស្គរមួយគ្រាប់ក្នុងជីវិតមុនហេតុអ្វីខ្ញុំមិនដែលដឹងថាឈឺខេងសិនជាមនុស្សបែបនេះហេតុអ្វីអ្នកមិននិយាយអ្នកដឹងច្បាស់ថាកន្លងមកខ្ញុំប្រព្រឹត្តចំពោះអ្នកយ៉ាងណាខ្ញុំតែងតែជឿអ្នកគ្រាន់តែខ្ញុំមិនទាន់មានពេលរៀបជាវអ្នកអភ័យទោសឲ្យខ្ញុំទៅឈឺខេងសិនខ្ញុំដឹងថាខ្ញុំខុសហើយពួកយើងលេងជាមួយគ្នាតាំងពីតូចមកហើយកុំប្រាប់ខ្ញុំថាអ្នកមិនចង់អើពើនឹងខ្ញុំទេណាហេតុអ្វីបានជាខ្ញុំនៅតែទ្រាំមិនបានពេលឮអ្នកសុំទោសថ្ងៃស្អែកខ្ញុំនឹងមកទទួលអ្នកខ្ញុំនឹងយកនំដែលអ្នកចូលចិត្តមកជូនថ្ងៃស្អែកទៅស្ដាប់ការពន្យល់របស់គាត់សិនអក្សររបស់អ្នកស្អាតមែនទែនកុំអែបអបខ្ញុំមិនអាចជួយចម្លងកំណត់ត្រាឲ្យអ្នករហូតទេបើថ្ងៃណាខ្ញុំមិននៅតើអ្នកអាចមើលថែខ្លួនឯងបានទេអ្នកមិនដែលចាក់ចេញពីខ្ញុំទេមែនអត់រឿងទាំងនេះអ្នកជួយធ្វើឲ្យខ្ញុំតាំងពីតូចខ្ញុំធ្លាប់ទម្លាប់ហើយអ្នកមិនអាចចាក់ចេញពីខ្ញុំបានទេខ្ញុំនឹងការពារព្រះនាងតូច Lan Shan រហូតដល់ស្លាប់អ្វីទាំងអស់កាលពីមុនពិតជាកុហកមែនឬអ្នកមិនព្រមទៅហ្វេងយោសោះសំបីទូរស័ព្ទក៏បិទហើយមិនតាក់ទងមកខ្ញុំហេតុអ្វីបានជាស្រាប់តែត្រឡប់មកវិញត្រាប់ណាគាត់មានសេចក្តីសុខនិងសុភមង្គលខ្ញុំមិនចង់បង្កការលំបាកគាត់ទេប៉ុន្តែឥឡូវនេះមិនស័ក្តិសមទេគួរឲ្យស្ដាយដែលការធ្លាក់មានចិត្តតែទឹកហូរគ្មានអារម្មណ៍ក្នុងក្រសែភ្នែក Milan Shen មានតែប៉ុណ្ណោះរៀបការដើម្បីចង់សម្ព័ន្ធក៏គ្មានប្រយោជន៍ដែរមើលប្រាប់ខ្ញុំថា Shen Shen យកព្រមរៀបការដើម្បីចង់សម្ព័ន្ធខ្ញុំទើបដឹងថាឈឺ King Shen មិនបានសារភាពស្នេហ៍ជាមួយ Shen Shen ទេខ្ញុំបានដឹងដំណឹងក៏ទូរស័ព្ទមករកអ្នកភ្លាមតែអ្នកជាអ្នកបិទទូរស័ព្ទខ្លួនឯងប៉ុន្តែហេតុអ្វីឪពុកអ្នកព្រមឲ្យអ្នករៀបការចង់សម្ព័ន្ធអីចឹងអ្នកបានប្រាប់ពូ Milan ថាអ្នកចូលចិត្តគាត់យូរហើយឬនៅអត់ទេគាត់នៅតែមិនអាចបំភ្លេចឈឺ King Shen បានមិននឹកស្មានថា P ដែលធ្លាប់កាច់សាហាវបែបនេះក៏ត្រូវរងទុក្ខដោយសារស្នេហាដែរប៉ុន្តែឈឺ King Shen មិនមែនតែងតែស្រឡាញ់ Lan Shan ទេហេតុអ្វីស្រាប់តែទៅសារភាពស្នេហ៍ជាមួយស្រីផ្សេងព្រោះចរិតឆ្កែមិនអាចបោះបង់ការស៊ីអាចបានទេជាកាលមុនពេលខ្ញុំដឹងថាឈឺ King Shen លួចមានអ្នកផ្សេងវាក៏បានកន្លងផុតអាយុ30ឆ្នាំទៅហើយគាត់លាក់បាំងយ៉ាងជិតស្និទ្ធដូច្នេះ Shen Shen រហូតដល់ស្លាប់ក៏នៅតែគិតថាខ្លួនមានសុភមង្គលខ្ញុំក៏គ្មានឱកាសចាប់ប្រកាន់គាត់ដែរឈឺ King Shen មើលទៅចម្លែកបន្តិចឬមួយគាត់ត្រូវគេលួចជីវិតឡើងវិញមិនមែនលួចជីវិតឡើងវិញទេគឺកើតជាថ្មីប៉ុន្តែការក្បត់របស់គាត់បែរជាផ្ដល់ឱកាសឲ្យខ្ញុំបងស្រីមីខ្ញុំឬ King Shen និយាយថានឹងនាំអ្នកទៅឡើងភ្នំទើបខ្ញុំមកជាមួយខ្ញុំក៏ចង់មកសុំទោសអ្នកផ្ទាល់ដែរអ្នកមិនប្រកាន់ទេមែនទេជាវដឹងថាខ្លួនខុសហើយនាងចង់ទៅឡើងភ្នំជាមួយដូច្នេះខ្ញុំក៏នាំនាងមកខ្ញុំមិនទាន់មានពេលប្រាប់អ្នកទេខ្ញុំក៏ជាផ្នែកមួយនៃក្រុមរបស់ពួកគេដែរមិនអីទេបើមកដល់ហើយក៏ទៅជាមួយគ្នាទៅបងស្រីមីមនុស្សដែលបងស្រឡាញ់វិញហេតុអ្វីមិនមកជាមួយគាត់ចូលក្រុមហ៊ុនមុនហើយគាត់រវល់មកមិនបានទេប្រកាសជានាង Lan Shan ខ្លាចខ្ញុំប្រកាន់ទើបចិត្តនាងមិននាំគាត់មកពួកយើង3នាក់គ្រប់គ្រាន់ហើយតោះឡើងភ្នំទៅខ្ញុំជួយកាន់កាបូបឲ្យអ្នកស្រេកទឹកទេ
សូមឲ្យយុវវ័យពីជាតិនៃខ្ញុំនៅសល់ក្នុងភ្នំនេះទាំងអស់ទៅចុះលាគ្នាជាមួយជារៀងរហូតច្បាស់ជាចិត្តណាមិនអាចជួយទ្រខ្ញុំទោះបីខ្ញុំដួលក៏ដោយអ្នកមិនអីទេមែនទេសុំទោសណាមិញចិត្តដួលខ្ញុំភ័យពេកក៏មិនបានគិតដល់អ្នកបងស្រីអ្នកមិនអីទេមែនទេមិនបានចិត្តណាទុកអ្នកចោលទេកុំបន្ទោសគាត់បន្ទោសខ្ញុំទៅគ្រប់យ៉ាងជាកំហុសខ្ញុំព្រោះចិត្តភ្លៀងធំហើយម្យ៉ាងទៀតខ្ញុំសាំបែបនេះក៏ដើរមិនរួចដែរអ្នកទៅចុះខ្ញុំនឹងត្រឡប់ទៅវិញធ្វើម៉េចអាចទៅរួចយើងព្រមព្រៀងថាទៅជាមួយគ្នាហើយអ្នកត្រឡប់ទៅឡានយកខោអាវថ្មីមួយឈុតមកពួកយើងរងចាំអ្នកនៅទីនេះយកព្រមសំណាងហើយពួកយើងមិនទាន់ដើរបានប៉ុន្មានជំហានខ្ញុំទៅមកប្រហែលជាត្រូវការ10នាទីអ្នកទាំងអស់គ្នារងចាំខ្ញុំនៅទីនេះទៅចុះកុំបារម្ភខ្ញុំនៅទីនេះមើលថែបងស្រីអ្នកចូលចិត្តមែនទេឥឡូវនិយាយរឿងនេះតើមានប្រយោជន៍អ្វីពិតជាមានប្រយោជន៍ខ្ញុំដឹងថាគ្រាន់តែជាខែការពាររបស់អ្នកដែលអ្នកចូលចិត្តគឺខ្ញុំមិនខ្វល់ថាពីមុនអ្នកចូលចិត្តគេខ្លាំងប៉ុណ្ណាទេខ្ញុំស្អប់ពេលគេមើលអ្នកម្ដងកាលដោយមានទឹកមុខបង្ហាញអារម្មណ៍ចេញមកដោយមិនដឹងខ្លួនអីចឹងអ្នកចង់ធ្វើអ្វីសម្រាប់ខ្ញុំឬហាហាបែរជាធូរស្រាលពេកសម្រាប់អ្នកហើយខ្ញុំនឹងធ្វើឲ្យគេស្អប់អ្នករហូតដល់អស់ពីចិត្តត្រឡប់មកវិញហើយបងស្រីតើបងអាចធ្វើបែបនេះដាក់ខ្ញុំបានយ៉ាងម៉េចបងស្រីខ្ញុំដឹងថាបងមានគំនុំជាមួយខ្ញុំក្នុងចិត្តប៉ុន្តែបងមិនអាចប្រើពាក្យអាក្រក់បែបនេះមកប្រមាថខ្ញុំបានទេភ្ញាក់ឡើងបងស្រីគឺខ្ញុំខុសទាំងអស់ខ្ញុំមិនគួររុញបងមុនទេអ្នកកុំបារម្ភខ្ញុំទទួលកំហុសខ្ញុំទទួលគ្រប់យ៉ាងនេះជារឿងអ្វីហេតុអ្វីបានជាអ្នករកមនុស្សឲ្យថតរូបទាំងនោះហេតុអ្វីបានជាយកទៅបង្ហោះលើអ៊ីនធឺណិតដើម្បីបំផ្លាញអីចឹងអ្នកគិតថារឿងទាំងនេះជាខ្ញុំបង្ហោះមែនទេបើមិនមែនអ្នកទេចង់រកលេសដោះសារអីទៀតខ្ញុំនៅមានសម្លេងថតទៀតខ្ញុំរកមនុស្សឲ្យកែច្នៃនិងធ្វើរូបថតទាំងនេះអ្នកក៏ទេប្រកាសជាគិតថាអ្នកត្រូវបានគេចិញ្ចឹមជាស្រីកំណាបងស្រីខ្ញុំមិនបានធ្វើទេរឿងទាំងនេះសូមអង្វរអ្នកកុំធ្វើបែបនេះមកដោយបានរៀបចំគ្រប់យ៉ាងរួចហើយចង់កំចាត់ខ្ញុំឲ្យអស់ផ្លូវតើអ្នកនៅមានអ្វីចង់និយាយទៀតអ្នកគួរតែអរគុណទៅដែលនៅលើភ្នំអ្នកគ្រាន់តែរបួសស្រាលប៉ុណ្ណោះបើមិនដូច្នោះទេបើធ្លាក់ស្លាប់ក៏ជាកម្មផលរបស់អ្នកដែរមែនហើយគឺជាកម្មផលការដែលខ្ញុំស្រឡាញ់មនុស្សដូចអ្នកគឺជាកម្មផលរបស់ខ្ញុំការដែលត្រូវអ្នកក្បត់ក៏ជាកម្មផលរបស់ខ្ញុំគ្រប់យ៉ាងសុទ្ធតែជាកម្មផលរបស់ខ្ញុំអ្នកសួរចិត្តខ្លួនឯងទៅតើខ្ញុំពិតជាមនុស្សបែបនោះមែនឬកុំធ្វើបែបនេះខ្ញុំដឹងថាអ្នកនឹងគឺជាមិត្តដែលធំដឹងក្តីជាមួយគ្នាតាំងពីខ្ញុំទេដែលមិនសមគឺខ្ញុំដែលស្រមៃខ្ពស់ពេកទើបលងស្រឡាញ់ខ្ញុំខុសហើយខ្ញុំមិនគួរដណ្ដើមពីអ្នកទេបើឆាវឈៀវមានរឿងអ្វីកើតឡើងខ្ញុំនឹងមិនលើកលែងឲ្យអ្នកទេឈឺខេងសិនយើងទាំងពីរនាក់សិនគុំខ្លាចខ្ញុំនៅទីនេះខ្ញុំមិនចូលចិត្តអ្នកសំបីតែបន្តិចជាតិនេះនិងជាតិមុនជាក្រោយខ្ញុំក៏ចង់រៀបការជាមួយបេឈៀវតែម្នាក់គត់គឺអ្នកដែលរារាំងខ្ញុំអ្នកគួរតែស្លាប់កុំខ្លាចវាគ្រាន់តែជាសុបិនអាក្រក់ខ្ញុំនៅទីនេះគ្មានកម្ដៅទេហេតុអ្វីអ្នកនៅទីនេះរក្សាទុកលេខរបស់ខ្ញុំបានទេចាប់ពីពេលនេះទៅកុំប្រឈមមុខនឹងរឿងទាំងនេះតែម្នាក់ឯង
កុំរត់ខ្ញុំនៅទីនេះ Lanshen អ្នកយ៉ាងម៉េចហើយ Lanshen នៅលើបណ្ដាញសាលាគ្រប់គ្នាកំពុងជេរអ្នក Mulancer សាហាវពេកហើយ Mulancer មនុស្សផ្សព្វផ្សាយពាក្យចាំអារ៉ាមបែបនេះគួរតែត្រូវចាប់ហើយវាហួសហេតុពេកតើមានមនុស្សបែបនេះបានយ៉ាងម៉េច Mulancer ចូលចិត្តអំណោយដែលខ្ញុំជូនអ្នកទេ Beishe លោកនេះជានរណាហេតុអ្វីខ្ញុំមានអារម្មណ៍ថាធ្លាប់ឃើញគាត់គឺអ្វីទៅជាភាពកក់ក្ដៅដែលនៅសល់អ្នករៀនឆ្នាំដែលមិនសូវបង្ហាញអារម្មណ៍ម្នាក់នោះខ្ញុំទៅមុនហើយអស្ចារ្យណាស់ Lanshen តាំងពីពេលណាដែលអ្នកស្គាល់គាត់ខ្ញុំក៏មិនដឹងដែរគាត់ជាគូអាពាហ៍ពិពាហ៍ដែលឪពុកខ្ញុំរៀបចំឲ្យខ្ញុំក៏ទើបតែបានជួបគាត់ជាលើកដំបូងម្សិលមិញគូអាពាហ៍ពិពាហ៍ជួបគ្នាលើកដំបូងមែនទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់មើលទៅស្គាល់មុខខ្លាំងណាស់លើកដំបូងមែនទេក្នុងភ្នែកអ្នកមានតែ Cho Kenshin ប៉ុណ្ណោះប្រាកដណាស់អ្នកមិនចាំទេតាមឡើយខ្ញុំគ្មានឱកាសទៀតទេប៉ុន្តែ Cho Kenshin បានកើតជាថ្មីហើយមិនបានជ្រើសរើសផ្លូវផ្សេងទេលើកនេះខ្ញុំនឹងមិនបោះបង់ទេរឿងនៅលើបណ្ដាញសាលាបានឈានដល់នាយកសាលាហើយឥឡូវនេះគ្រប់គ្នាសុទ្ធតែអះអាងថា Mulanche បានចេតនាការរូបថតរបស់ Bei Chiao ហើយបង្ហោះចេញដើម្បីធ្វើបាបនាងជួយខ្ញុំស៊ើបអង្កេត Bei Chiao នាយកសាលានឹងប្រកាសអំពី Mulanche ភ្លាមហើយឬថានឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរម្ដាយឯងមិនមែនជាទេឯងនឹងជួយខ្ញុំចាប់គាត់មែនទេមានតែចេះបញ្ជាខ្ញុំឯងធ្វើរឿងជាច្រើនឲ្យគាត់ហេតុអ្វីមិនប្រាប់គាត់ត្រង់មិនទាន់ដល់ពេលទេគាត់នៅតែមិនអាចបំភ្លេចបានខ្ញុំត្រូវរងចាំរហូតដល់គាត់ស្រឡាញ់ខ្ញុំពិតប្រាកដនោះមិនមែនទេនាងនៅហ៊ានមកសាលាទៀតឬអត់ខ្មាស់គេសោះគិតថាខ្លួនមានលុយបន្តិចបន្តួចហើយអាចយកមកប្រមាថគេបានឬកុំខ្វល់ពីពួកគេសុទ្ធតែជាមនុស្សងាយបដូរចំហតាមខ្យល់ការពិតនឹងមានថ្ងៃលេចចេញជាក់ជាមិនខានឯងមិនខ្លាចទេថាពេលបានមកហើយគាត់នឹងខកចិត្តចំពោះឯងបងស្រីខ្ញុំដឹងថាបងមិនចូលចិត្តខ្ញុំទេប៉ុន្តែក៏មិនចាំបាច់តែងតែរករឿងខ្ញុំបែបនេះទេឯងច្បាស់ជាច្រណែនគឺជាមិត្តលេងជាមួយឯងតាំងពីក្មេងប៉ុន្តែអ្នកដែលគាត់ស្រឡាញ់គឺឯងច្រណែនខ្លាំងពេកហើយបងស្រីសុំទោសទាំងអស់ជាកំហុសរបស់ខ្ញុំបងចង់ធ្វើអ្វីដាក់ខ្ញុំក៏បានប៉ុន្តែតើអ្នកអាចកុំបំបីខ្ញុំនឹង Kenshin បានទេជាអូនមិនអីទេមែនទេអូនកុំខ្លាចគេ Mulanchen អ្នកកុំធ្វើហួសហេតុពេកKenshin អ្នកកុំបន្ទោសបងស្រី Mulan ទាំងអស់ជាកំហុសរបស់ខ្ញុំមិនគួរនៅជាមួយអ្នកតាំងពីដំបូងទេអ្នកនិងបងស្រី Mulan ទើបជាគូស្នេហ៍នឹងគ្នាកុំធ្វើពុតទៀត Lancer របស់យើងមិនបាននិយាយអ្វីទាំងអស់ទេខ្ញុំបានរកហើយ Molancer មិនព្រមទទួលស្គាល់អ្វីដែលអ្នកធ្វើហើយថែមទាំងគំរាមជារឿងដែលខ្ញុំមិនបានធ្វើហេតុអ្វីខ្ញុំត្រូវទទួលស្គាល់គ្រប់គ្រាន់ហើយ Mulanchen ខ្ញុំមិននឹកស្មានថាអ្នកនឹងក្លាយទៅជាបែបនេះទេហេតុអ្វីបានជាអ្នកចេះតែរករឿងជាមិនឈប់ការជឿទុកចិត្តលើខ្ញុំដោយគ្មានលក្ខខណ្ឌរបស់ Chu Tengshen កាលពីមុនចុងក្រោយគ្រាន់តែជារឿងគួរឲ្យអស់សំណើចប៉ុណ្ណោះ Chu Tengshen បើភ្នែកអ្នកមិនល្អទៅព្យាបាលទៅគេមកទីនេះធ្វើអ្វីហេតុអ្វីបានជាអ្នកម្ដងទៀតខ្ញុំកំពុងនិយាយជាមួយ Lanshen តើវាពាក់ព័ន្ធនឹង Lanshen គឺជាគូដណ្ដឹងរបស់ខ្ញុំអ្នកទាំងពីរចេះតែញ៉ៃញ៉ៃជាមួយគ្នាខ្ញុំមានហេតុផលសង្ស័យថាអ្នកជាអ្នកចូលចិត្ត Lanshen នៅតែនឹកគេមិនភ្លេចព្រះឲ្យគេគឺជាសិស្សប្រុសល្បីប្រចាំសាលាភីគេជាគូដណ្ដឹងរបស់ទៅវិញមានគូដណ្ដឹងបែបនេះអ្នកណានៅចង់គិតដល់សង្សារតាំងពីក្មេងទៀតតើជាអ្នកណាពិតជានិយាយផ្ដេសផ្ដាសមែនអ្នកដែលខ្ញុំចូលចិត្តគឺទេដូច្នេះសូមនៅឲ្យឆ្ងាយពីគូដណ្ដឹងរបស់ខ្ញុំហើយមើលថែសង្សាររបស់អ្នកឲ្យល្អផងអរគុណដែលបានជួយខ្ញុំម្ដងទៀតព័ត៌មាននៅលើបណ្ដាញសាលាក៏ជាអ្នកជួយបំបិតដែរមែនទេវាជារឿងដែលគ្មានមូលដ្ឋានតាំងពីដើមទៅហើយចាំបាច់ឲ្យព័ត៌មានគ្មានប្រយោជន៍ទាំងនេះកាន់កាប់បណ្ដាញសាធារណៈធ្វើអ្វីបានជាអ្នកជួយខ្ញុំទោះបីយើងជាគូរៀបការដែលគ្រួសាររៀបចំប៉ុន្តែយើងគ្មានអារម្មណ៍ចំពោះគ្នាទេមែនទេទោះជាការរៀបការតាមការរៀបចំក៏ដោយខ្ញុំក៏មិនអាចឲ្យគូដណ្ដឹងរបស់ខ្ញុំរងការអយុត្តិធម៌បានដែរជីវិតមុនហេតុអ្វីខ្ញុំមិនបានដឹងថាមានមនុស្សបែបនេះម្នាក់ជីវិតមុនក្នុងភ្នែកអ្នកមានតែប៉ុណ្ណោះទោះបីខ្ញុំមើលមិនឃើញក៏ដោយសូមអភ័យទោសដែលបានធ្វើឲ្យអ្នកលំបាកការចូលរួមកម្មវិធីជួបជុំគឺខ្ញុំឆាប់រហ័សពេកទើបយល់ព្រមមិនអីទេខ្ញុំដឹងថាអ្នកនឹងធំធាត់ជាមួយគ្នាតាំងពីតូចអ្នកត្រូវការពេលវេលាបើអ្នកដឹងហើយហេតុអ្វីនៅតែខ្ញុំមានពេលច្រើនអ្នកគ្រាន់តែត្រូវដឹងថា
ខ្ញុំជាគូដណ្ដឹងដែលត្រូវតាមច្បាប់របស់អ្នកក៏គ្រប់គ្រាន់ហើយការរៀបការរវាងគ្រួសារដោយពួកយើងពិតជាសំខាន់ណាស់បើបានកំណត់ពាក្យភ្ជាប់ពាក្យហើយត្រូវគោរពវាយ៉ាងហោចណាស់គាត់ក៏គោរពសន្យាជាងដែរច្បាស់ណាស់ថាគ្រាន់តែជាកូនស្រីក្រៅអាពាហ៍ពិពាហ៍ម្នាក់ប៉ុណ្ណោះនាងក៏មានសិទ្ធិឡើងមកចងសម្ព័ន្ធជាមួយគ្រួសារដែរក៏គ្រាន់តែត្រូវការរៀបការដើម្បីចងសម្ព័ន្ធគ្រួសារប៉ុណ្ណោះកុំគិតថាគាត់ពិតជាស្រឡាញ់អ្នកមិនមែនចូលចិត្តទេខ្ញុំនឹងប្រាប់អ្នករឿងសម្ងាត់មួយខ្ញុំនឹងមិនអោយអ្នករស់នៅសុខស្រួលទេអីចឹងនាងជាកូនស្រីដែលកើតក្រៅអាពាហ៍ពិពាហ៍ពិតជាគួរឲ្យស្អប់ខ្ពស់មែនតាមពិតនាងជាកូនស្រីក្រៅអាពាហ៍ពិពាហ៍សោះនាងខ្លាញ់ធ្វើជាកូនស្រីអ្នកមានទៀតឬថាម្ដាយនាងជាស្រីកំណានហើយថែមទាំងបង្ខំឲ្យភរិយាដើមស្លាប់ទៀតពិតជាសាហាវណាស់តាមពិតអ្នកគ្រាន់តែជាកូនស្រីក្រៅអាពាហ៍ពិពាហ៍ម្នាក់ប៉ុណ្ណោះហេតុអ្វីអ្នកមានសិទ្ធិរៀបការចងសម្ព័ន្ធជាមួយបងប្រុសម្ដាយអ្នកជាស្រីកំណានដែលឡើងមកជំនួសភរិយាដែរដែលគ្រួសារគ្មានកូនប្រុសកូនស្រីក្រៅអាពាហ៍ពិពាហ៍ដូចអ្នកក៏ឡើងឋានៈភ្លាមអ្នកគិតថាគ្មានអ្នកណាដឹងមែនទេតើគាត់ដឹងរឿងនេះបានដោយរបៀបណាប៉ុន្តែម្ដាយខ្ញុំមិនមែនជាស្រីកំណានទេអ្នកណាប្រាប់អ្នកមិនចាំបាច់ដឹងទេអ្នកគ្រាន់តែដឹងថាអ្នកមិនសមនឹងវាទេប្រញាប់ទៅផ្ដាច់ការភ្ជាប់ពាក្យជាមួយគ្រួសារភីទៅអូដូច្នេះអ្នកចូលចិត្តភីវិញទេរឿងភីនិងបេឈៀវជិះឡានប្រណិតជាមួយគ្នារូបថតត្រូវបានកាត់បញ្ចូលគ្នាហើយគាត់ជាអ្នកធ្វើដោយខ្លួនឯងព័ត៌មានលើបណ្ដាញសាលាក៏គាត់ជាអ្នកបង្ហោះដែរហាckerបានបំបែកអ៊ីបរួចហើយម្យ៉ាងទៀតពាក្យចាំអារ៉ាមថ្ងៃនេះគឺឈ្វៀលជាអ្នកផ្សព្វផ្សាយចេញព័ត៌មានទាំងអស់នៅលើបណ្ដាញសាលាត្រូវបានបកស្រាយច្បាស់លាស់ហើយឈ្វៀលមើលទៅវាជាស្នាដៃរបស់បេឈៀវម្ដងទៀតហើយភីកញ្ញា Lanchen ត្រូវឈ្វៀលចាប់ខ្លួនហើយទៅចាត់មនុស្សឲ្យយកដំណឹងទៅប្រាប់ឈឺ Chenchen រឿងអាក្រក់របស់គាត់ត្រូវតែដឹងខ្ញុំចូលចិត្តអ្នកណាមិនពាក់ព័ន្ធនឹងអ្នកទេទូទាំងសាលាសុទ្ធតែដឹងហើយថាអ្នកជាកូនស្រីក្រៅអាពាហ៍ពិពាហ៍មើលថាអ្នកនៅតែហ៊ានក្រអឺតក្រទុំទៀតឬអត់បង្កើតពាក្យចាំអារ៉ាមនិងបង្ករឿងខ្ញុំអាចប្តឹងអ្នកពីបទបរិហាកេកបានអ្វីដែលបេឈៀលនិយាយតើអាចជារឿងមិនពិតឬអ្នកច្បាស់ជាចូលចិត្តមែនទែនហេតុអ្វីអ្នកនៅតែចង់រៀបការជាមួយទៀតសូម្បីរឿងនេះអ្នកក៏ត្រូវប្រាប់ដែរជាអ្នកផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំហើយបង្រៀនខ្ញុំឲ្យរឹងមាំតែឥឡូវនេះក៏ជាគេដែរដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតមិននិយាយសោះហើយនៅធ្វើជាមនុស្សថ្លៃថ្នូរទៀតចូលទៅហើយទៀតមិនមែនបែបនេះទេអ្នកស្ដាប់ខ្ញុំពន្យល់សិនមិនអីទេខ្ញុំនៅទីនេះខ្ញុំនឹងនាំអ្នកទៅផ្ទះអ្នកហ៊ានធ្វើបាបគេខ្ញុំនឹងមិនលើកលែងឲ្យអ្នកទេអត់ទេមិនមែនខ្ញុំទេគឺអ្នកមិនអីទេហេតុអ្វីអ្នកត្រូវមួបង្កាច់ខ្ញុំអ្នកជាអ្នកនិយាយថាចូលចិត្តហើយសួរខ្ញុំថានឹងគេមានទំនាក់ទំនងអ្វីនឹងគ្នាខ្ញុំគ្រាន់តែប្រាប់អ្នកថាពួកគេទៅតែរៀបការតាមការរៀបចំរបស់គ្នាដឹងរួចហើយទេមិនមែនទេអ្នកជាអ្នកនិយាយច្បាស់ថាជាកូនស្រីក្រៅអាពាហ៍ពិពាហ៍អ្វីខ្ញុំមិនបានប្រាប់នរណាទេខ្ញុំមិនហ៊ាននិយាយរឿងនេះចេញទេឯងមិនអាចព្រុសខ្លាចទទួលទោសហើយទាញខ្ញុំឲ្យជាប់ពាក់ព័ន្ធបានទេតែងតែមានចិត្តល្អនិងស្ដាប់បង្គាប់នាងមិនអាចធ្វើរឿងបែបនេះបានជាដាច់ខាតបើឯងហ៊ាននិយាយផ្ដេសផ្ដាស់ទៀតខ្ញុំនឹងធ្វើឲ្យឯងទទួលផលមិនរួចលោកម្ចាស់កូនអ្នកមានទាំងនេះខ្ញុំមិនអាចប្រមាថម្នាក់ណាបានទេខ្ញុំត្រូវប្រើប្រាស់ហើយសុំទោសខ្ញុំមិនមែនចង់ធ្វើបែបនេះទេដូច្នេះពិតជាឯងដែលប្រាប់ថាខ្ញុំជាកូនស្រីក្រៅអាពាហ៍ពិពាហ៍មែនទេអែមទាំងដែលឯងដឹងច្បាស់ថាម្ដាយខ្ញុំត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌ខ្ញុំបើនៅលើបណ្ដាញសាលានៅតែមានការនិយាយដើមអំពីខ្ញុំនឹងធ្វើឲ្យត្រកូលបាត់ពីលោកនេះអ្វីឬមួយមានអំណាចខ្លាំងជាងគ្រួសារទៅទៀតម្នាក់នេះមិនអាចធ្វើការងារឲ្យបានល្អទេបែរជាធ្វើឲ្យរឿងខូចទៅថែមទាំងលក់ឈ្មោះខ្ញុំចេញទៀតល្ងងមែនទែនគឺជាមិត្តស្និទ្ធតាំងពីក្មេងរបស់ខ្ញុំទំនាក់ទំនងរបស់ពួកយើងស្និទ្ធស្នាលជាងឯងទៅទៀតមិនបាច់ឲ្យអ្នកចេញមុខការពារគាត់ទេពួកយើងទៅចុះអត់លេងឈឺហើយ
ផ្លុំបន្តិចក៏លេងជឿហើយអរគុណមិនអីទេមិញដោយប្រញាប់ពេកខ្ញុំក៏នាំអ្នកមកផ្ទះខ្ញុំតែម្ដងខ្ញុំជូនអ្នកទៅផ្ទះវិញឬក៏បើអ្នកមិនប្រកាន់អ្នកអាចស្នាក់នៅទីនេះសិនក៏បានមិនបាច់ទេអ្នកជូនខ្ញុំទៅផ្ទះវិញចុះបានខ្ញុំនឹងជូនអ្នកទៅវិញពីមុនខ្ញុំអាចត្រឹមតែមើលពន្លឺនេះពីចម្ងាយតែឥឡូវនេះទីបំផុតពន្លឺនោះបានបំភ្លឺមកដល់ខ្ញុំលោកម្ចាស់អ្នកជឿខ្ញុំចុះខ្ញុំបានប្រាប់តែឈ្វាលប៉ុណ្ណោះថាបងស្រីមីនិងភីវែងជាគូរៀបការតាមការរៀបចំគ្រួសារក្រៅពីនេះខ្ញុំមិនបាននិយាយអ្វីទៀតទេ Tension វាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំមិនដឹងទេថាឈ្វាលដោយសារស្នេហាខ្លាចជាការស្អប់ហើយទៅរករឿងបងស្រីមីបណ្ដាឲ្យបងស្រីមីរងរបួសខ្ញុំតែងតែចាត់ទុកបងស្រីមីដូចជាបងស្រីបង្កើតរបស់ខ្ញុំទោះបីគាត់ធ្លាប់ធ្វើបាបខ្ញុំក៏ខ្ញុំមិនដែលបន្ទោសគាត់ឡើយកុំយំអីអ្នកចិត្តល្អនឹងស្លូតត្រង់បែបនេះខ្ញុំជឿថាមិនមែនអ្នកជាអ្នកធ្វើទេនឹងជឿខ្ញុំជានិច្ចចំណែកអ្នកមានតែធ្វើឲ្យគេស្អប់អ្នកប៉ុណ្ណោះជីវិតមុនអ្នកច្បាស់ជាមិនបាននៅក្បែរទេហើយអ្វីជីវិតនេះគេបែរជាខ្លាចជាគូដណ្ដឹងរបស់ទៅវិញខ្ញុំបានសន្យាហើយថាអាចជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះភស្តុតាងដែលលោកភីប្រមូលបានរៀបចំរួចរាល់ហើយគ្រាន់តែបញ្ចេញផ្សាយនោះនឹងអាចបញ្ជាក់ភាពស្អាតស្អំរបស់កញ្ញាបានល្អណាស់បញ្ចេញផ្សាយភ្លាមបាទមានរឿងអ្វីទៀតភរិយាដើមរបស់ត្រកូលគឺជាមិត្តជិតស្និទ្ធរបស់ម្ដាយកញ្ញាមុនពេលនាងស្លាប់នាងបានផ្ដាំឲ្យលោករៀបការជាមួយលោកដើម្បីជាភរិយានឹងជួយមើលថែត្រកូលជំនួសនាងប៉ុន្តែទំនាក់ទំនងនេះបែរជាត្រូវគេយល់ច្រឡំថានាងជាស្រីកំណានដែលឡើងឲ្យកញ្ញាត្រូវរងទុក្ខតាមលោកចង់និយាយអ្វីកាលពីមុនគឺលោកជាអ្នកបញ្ជាឲ្យគេលុបចោលពាក្យចាំអារាមទាំងអស់ដើម្បីការពារកញ្ញាហេតុអ្វីលោកមិនប្រាប់កញ្ញាខ្ញុំធ្វើវាដោយសុខចិត្តខ្ញុំសូមលានៅពេលនោះក្នុងភ្នែករបស់នាងមានតែម្នាក់ប៉ុណ្ណោះខ្ញុំមិនចង់បង្កើនបញ្ហាឲ្យនាងទេពួកអ្នកកំពុងធ្វើអ្វីកុំគិតថាលោកព័ត៌មាននៅលើបណ្ដាញសាលាហើយគ្រប់គ្នានឹងមិនដឹងថាអ្នកជាកូនស្រីក្រៅអាពាហ៍ពិពាហ៍កូនស្រីក្រៅអាពាហ៍ពិពាហ៍មកធ្វើជាកូនស្រីអ្នកមានធ្វើអីពិតជាគិតថាខ្លួនឯងជាកូនស្រីអ្នកមានមែនកូនស្រីអ្នកមានអីក៏សម្អាតឲ្យខ្ញុំឲ្យស្អាតទៅបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យពួកអ្នកដឹងខ្លួនធ្វើរកអីស្រីកំណានគេគ្រប់គ្នាស្អប់ខ្ញុំវាយអ្នកតើមានអីខុសខ្ញុំនិយាយម្ដងទៀតទាំងអស់នេះសុទ្ធតែជាព័ត៌មានមិនពិតខ្ញុំគឺជាកូនស្រីច្បងត្រកូលឈប់និយាយទៅម្ដាយអ្នកនឹងហើយដែលបង្ខំឲ្យភរិយាដើមត្រកូលស្លាប់ហាអ្នករាល់គ្នាទៅតែត្រូវគេបោកប្រាស់អ្នកមើលបណ្ដាញសាលាលឿនមានគេរៀបចំការពិតអំពីពាក្យចាំអារាមថ្មីឲ្យអ្នកហើយមានគេរៀបចំជាខ្សែភស្តុតាងឲ្យបង្ហោះលើបណ្ដាញសាលារូបថតរបស់ត្រូវបានកែច្នៃព័ត៌មាននៅលើបណ្ដាញសាលាអាសយដ្ឋានអ៊ីបស្ថិតនៅបន្ទប់ស្នាក់នៅរបស់វាមិនពាក់ព័ន្ធនឹងតតែសោះមើលទៅខ្សែភស្តុតាងនេះត្រូវបានអ្នកជំនាញរៀបចំឡើងអាមែនហើយពន្យល់បានច្បាស់លាស់គ្រប់យ៉ាងនៅមានទៀតរឿងដែលគេនិយាយថាអ្នកជាកូនស្រីក្រៅការរៀបការក៏បានបកស្រាយច្បាស់ហើយអ្នកមីងគឺជាភរិយាដែលគ្រួសាររៀបការតាមប្រពៃណីយ៉ាងត្រឹមត្រូវក៏មានវីដេអូពីអតីតកាលរបស់អ្នកមីងដែលជាភរិយាដើមរបស់គ្រួសារបកស្រាយក៏មានដែរភស្តុតាងមើលទៅមិនដូចរបស់ខ្លាំងខ្លាយទេឬមួយពួកយើងពិតជាបានចោទប្រកាន់ខុសមែនទែនសុំទោសណាពួកយើងមិនបានដឹងការពិតច្បាស់ទេបែរជាជឿតាមពាក្យចាំអារាមសុំទោសដែលបានធ្វើឲ្យអ្នកឈឺចាប់ពួកយើងមិននឹកស្មានថាមើលទៅស្លូតបូតបែបនេះបែរជាមានចិត្តអាក្រក់ដល់ម្លឹងសុំទោសសូមអភ័យទោសឲ្យពួកយើងផងអ្នកប្រាប់មកថាតើអ្នកណាជួយបកស្រាយឲ្យអ្នកគ្រប់យ៉ាងបានបកស្រាយច្បាស់ហើយឥឡូវនេះស្ងប់ចិត្តហើយមែនទេអ្នកជីសេះដែលលាក់ខ្លួនការពារអ្នកស្ងាត់ខ្ញុំពិតជាមិនយល់ទេនឹងបែកគ្នាហើយហេតុអ្វីអ្នកនៅតែលេងស្នេហ៍លួចលាក់អ្នកមិនយល់ក៏មិនសំខាន់ទេប៉ុន្តែកុំភ្លេចថាអ្នកចិត្តត្រូវទៅគ្រប់គ្រងអាជីវកម្មគ្រួសាររបស់អ្នកនៅមានពេលទៀតមកនៅតាមថែគេខ្ញុំស្អប់ពួកអ្នកដែលស្មោះត្រង់នឹងស្នេហាបែបនេះបំផុតជួយខ្ញុំខ្លុំមើលអ្នកជឿខ្ញុំទៅខ្ញុំគ្រាន់តែភ្លេចខ្លួនមួយពេលប៉ុណ្ណោះគេជាមិត្តដែលធំឡើងជាមួយអ្នកតាំងពីកុមារខ្ញុំខ្លាចថាអ្នកនឹងត្រូវគេដណ្ដើមយកខ្ញុំបាននិយាយហើយថាមនុស្សដែលខ្ញុំស្រឡាញ់គឺអ្នកហេតុអ្វីអ្នកនៅតែធ្វើបែបនេះប៉ុន្តែពេលអ្នកសម្លឹងមើលគេហេតុអ្វីពេលខ្លះមានទាំងកំហុសនិងការអាណិតវាច្បាស់ដល់ថ្នាក់នោះឬព្រោះយើងធ្លាប់សន្យាថាជាតិក្រោយនឹងនៅជាមួយគ្នាតែខ្ញុំបែរជាក្បត់គេគឺព្រោះខ្ញុំស្រឡាញ់អ្នកខ្លាំងពេកទើបខ្ញុំភ្លេចខ្លួនមួយពេលហើយក្បត់អ្នកអត់ទោសឲ្យខ្ញុំទៅខ្ញុំមិនហ៊ានធ្វើទៀតទេព្រោះអ្នកទើបខ្ញុំយល់ច្រឡំឲ្យខ្ញុំជឿអ្នកម្ដេចទៀតសុំទោសអ្នកអត់ទោសឲ្យខ្ញុំម្ដងនេះបានទេខ្ញុំក៏ត្រូវបញ្ឆោតដែរកុំប្រាប់ថាអ្នកនៅតែតាក់ទងជាមួយគេមិនត្រូវបង្ខំឲ្យផ្ទេរសាលាទៅហើយទេគេពិតជាច្រណែននឹងបងស្រីខ្ញុំឈប់តាក់ទងជាមួយគេយូរហើយថ្ងៃស្អែកទៅជាមួយខ្ញុំដើម្បីទៅសុំទោសបរិសុទ្ធក្នុងបេះដូងខ្ញុំបានខ្ញុំស្ដាប់តាមបងទាំងអស់លើកនេះខ្ញុំនឹងឲ្យអ្នកសង្វិញទាំងដើមទាំងការប្រាក់ប្រកាសជាដោយសារជំពាក់គុណគេមួយទៀតហើយមិនត្រូវទេមានរឿងអ្វីមួយអ្នកដឹងថាជានរណាមែនទេប្រកាសជា
លើកមុនខ្ញុំឃើញកែវភ្នែកគេពេលមើលទៅមិនស្អាតស្អំតតែសោះប៉ុន្តែធ្លាប់ស្គាល់ពីមុនមែនទេមិនស្គាល់គេទេខ្ញុំចង់អញ្ជើញញ៉ាំអាហារព្រោះគេបានជួយខ្ញុំច្រើនដងហើយមិនដឹងថាគេនៅទីនេះរាល់ទេកាលពីមុនខ្ញុំនឹងក៏មានមិត្តភាពបែបនេះដែរចុងក្រោយវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះបងខ្ញុំសុំទោសខ្ញុំគ្រាន់តែខ្លាចថាបងនឹងដណ្ដើមពីខ្ញុំគ្រាន់តែស្រឡាញ់គេខ្លាំងពេកសូមបងអភ័យទោសឲ្យខ្ញុំផងមនុស្សដែលស្រឡាញ់គឺអ្នកឥឡូវនេះអ្នកបែរជានិយាយថាខ្លាចខ្ញុំដណ្ដើមគេពីអ្នកតើអ្នកកំពុងមានអារម្មណ៍ខុសអ្វី Len Shen Chiao Xiao មកសុំទោសដោយស្មោះចិត្តបងស្រីមីខ្ញុំដឹងថាក្នុងចិត្តបងនៅតែស្រឡាញ់ Ken Shen ខ្ញុំគ្រាន់តែខ្លាច Len Shen មិនបានបដិសេធទេឬមួយបងនៅតែមិនអាចបំភ្លេចឈ្មោះ Ken Shen បានព្រោះជីវិតមុនគាត់ស្រឡាញ់គាត់ខ្លាំងណាស់ខ្ញុំនិយាយយ៉ាងច្បាស់ម្ដងទៀតខ្ញុំមិនស្រឡាញ់ឈ្មោះ Ken Shen ទេចាប់ពីពេលនេះទៅអ្នកទាំងអស់គ្នាគួរតែនៅឆ្ងាយពីខ្ញុំអ្វីមិនអាចទៅរួចទេ Len Shen មិនអាចមិនស្រឡាញ់ខ្ញុំទេខ្ញុំមិនព្រមទេខ្ញុំមិនខ្វល់ថាអ្នកចូលចិត្ត Ken Shen ឬអត់ទេប៉ុន្តែ Ken Shen ប្រកាសជាស្អប់អ្នកពេលជាសៀវសម្ដែងឲ្យស្មោះត្រង់បន្តិចអ្នកមិននឿយហត់ទេកុំធ្វើរកដូចជាខ្ពង់ខ្ពស់ជាងគេអ្នកគ្រាន់តែមានសំណាងកើតក្នុងគ្រួសារអ្នកមានក្រៅពីរឿងនេះតើចំណុចណាដែលអ្នកល្អជាងខ្ញុំបងមិនអភ័យទោសឲ្យខ្ញុំក៏ជាកំហុសរបស់ខ្ញុំទោះបីបងវាខ្ញុំដើម្បីបន្ធូរកំហឹងក៏មិនអីដែរ Len Shen អ្នកកំពុងធ្វើអ្វីកុំបន្ទោសបងស្រីមីខ្ញុំជាអ្នកធ្វើខុសបងស្រីមីខឹងក៏ជារឿងសមរម្យដែរនៅតែដែលឆ្កែពិបាកកែទម្លាប់ស៊ីលាមកណាស់ចាប់ពីពេលនេះទៅកុំធ្វើជាស្គាល់ទៀតអ្នកមានន័យថាម៉េចពួកយើងរាប់អានគ្នាមកជាច្រើនឆ្នាំហើយតើអ្នកអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយខ្ញុំបានយ៉ាងម៉េចគឺដោយសាររឿងរ៉ាវពីអតីតកាលខ្ញុំតែងតែអត់ធ្មត់មិនទាមទារឲ្យទទួលខុសត្រូវតែឥឡូវនេះពួកយើងលែងជំពាក់អ្វីគ្នាទៀតហើយឬមួយអ្នកពិតជាលងស្រឡាញ់ក្មេងនោះហើយប្រហែលមែនអ្នកណាដឹងទៅអ្នកមកក្រោកមែនទេអ្នកស្គាល់ខ្ញុំមែនទេបាទខ្ញុំមកក្រោកលោកស្រីមីដ៏ល្បីល្បាញខ្ញុំប្រកាសជាស្គាល់មុននេះគាត់ប្រាប់ថាទៅរកអ្នកហើយតើអ្នកទាំងពីរមិនបានជួបគ្នាទេអ្វីគាត់ទៅរកខ្ញុំមែនទេហេតុអីរត់គាត់គុំប្រាប់ថាគាត់បានលើការសន្ទនារបស់ខ្ញុំជាមួយហើយមិនមែនអ្នកទៅរកទេហេតុអីបែរជាដើរចេញទៅវិញមុននេះគេបានមកថ្នាក់រៀនរកនាងផងគេមករកខ្ញុំគេនិយាយអ្វីខ្លះមិនទាន់បាននិយាយអ្វីផងពេលឮថានាងទៅរកគេក៏បែរក្នុងរត់ទៅបាត់ភ្លាមShen មិនអាចឈប់ស្រឡាញ់គេទេយាយទទួលបានដំណឹងមុននេះនៅសាលាពេលជាសៀវបានចិត្តណាធ្វើបាបកញ្ញា Len Shen ម្ដងទៀតនាងរងរបួសធ្ងន់ឬកញ្ញា Len Shen បានទៅវិញដោយខ្លួនឯងនាងឲ្យគេទៅដាក់សម្ពាធលើម្ដាយរបស់ Bei Chiao ម្ដាយរបស់នាងដែលលោភលន់តែផលប្រយោជន៍នោះគួរតែដាក់សម្ពាធលើពួកគេខ្លះកុំឲ្យពួកគេមករំខាន Shen ច្រើនពេកអីចឹងហើយមែនទេភីលោកតាប្រាប់ឲ្យលោកត្រឡប់ទៅផ្ទះចាស់មួយជើងបើមិនទៅគាត់ថាចង់ពិភាក្សារឿងរៀបការជាមួយកញ្ញា Len Shen ទៅរៀបចំភ្លាមបាទតាំងពីអាយុ15ឆ្នាំគាត់បានតស៊ូដោយខ្លួនឯងនិងពង្រីកអំណាចគ្រួសារអាយុ18ឆ្នាំក៏កាន់អំណាចហើយគ្រប់គ្រងគ្រប់យ៉ាងរហូតមកដល់សប្តាហ៍មានតែពេលជួបរឿងរបស់កញ្ញា Len គេទៅដូចជាបាត់បង់ភាពជាខ្លួនឯងលោកគ្រូពាក្យដែលអ្នកនិយាយថ្ងៃនេះមានន័យដូចម្ដេចអ្នកពិតជាចង់នៅជាមួយមែនឬរឿងនេះមិនពាក់ព័ន្ធនឹងអ្នកទេខ្ញុំមិនបានប្រាប់ហើយទៅថាយើងធ្វើជាមិនស្គាល់គ្នាខ្ញុំមិនយល់ព្រមទេខ្ញុំមិនជឿថាអ្នកអាចបោះបង់ខ្ញុំបានទេខ្ញុំសន្យាថាចាប់ពីពេលនេះទៅខ្ញុំនឹងរកពេលមកនៅជាមួយអ្នកកុំខឹងប្រឆាំងគ្នាទៀតអីអ្នកគិតខ្លួនឯងសំខាន់ពេកហើយខ្ញុំមិនត្រូវការឲ្យអ្នកមកនៅជាមួយទេខ្ញុំដឹងថាអ្នកកំពុងចិត្តណាធ្វើឲ្យខ្ញុំខឹងអារម្មណ៍របស់យើងដែលមានជាមួយគ្នាអស់ជាច្រើនតែជាកូនក្មេងមិនដឹងមកពីណាម្នាក់តើអាចយកមកប្រៀបធៀបនឹងយើងបានឥឡូវនេះអ្នកកំពុងធ្វើអ្វីកុំប្រាប់ខ្ញុំថាអ្នកចូលចិត្តខ្ញុំហើយកំពុងប្រច័ណ្ឌនិយាយអ្វីចម្លែកអ្នកដែលខ្ញុំស្រឡាញ់គឺខ្ញុំចង់និយាយថាយើងទាំងពីរធំដឹងក្តីជាមួយខ្ញុំឃើញអ្នកត្រូវគេបោកទេអ្នកមិនចូលចិត្តជ្រៀតជ្រែករឿងខ្ញុំខ្លាំងពេកហើយទេយើងបានកាត់ផ្តាច់ទំនាក់ទំនងគ្នារួចហើយអ្នកស្រឡាញ់ខ្ញុំអ្នកគ្រាន់តែកំពុងខឹងនឹងខ្ញុំប៉ុណ្ណោះខ្ញុំយល់ព្រមឲ្យអ្នកធ្វើជាសង្សារសម្ងាត់របស់ខ្ញុំឥឡូវនេះអ្នកលែងខឹងហើយមែនទេលែងខ្ញុំទៅ
ខ្ញុំធ្លាប់រមៀនអ្នកហើយមែនទេកុំមកទីនេះទៀតមើលទៅអ្នកមិនចេះចងចាំទេនេះជារឿងរបស់ខ្ញុំនឹងអ្នកជាអ្នកក្រៅមានរឿងអីជាមួយអ្នកប្រាប់ឲ្យអ្នកលែងនាងអ្នកថ្លង់ឬលើពីនេះខ្ញុំជាគូដណ្ដឹងរបស់នាងដោយស្របច្បាប់អ្នកទៅជាអ្នកក្រៅអ្នកអីអ្នកខ្ញុំបានប្រាប់អ្នកច្បាស់ហើយសូមកុំមករកខ្ញុំទៀតនៅពេលក្រោយតើពិតជាមានអ្វីខុសទៅពិតជាតាក់ទងជាមួយម្នាក់នេះរហូតដល់នៅជាមួយគ្នាមែនមនុស្សម្នាក់នេះពិតជាគួរឲ្យរំខានណាស់ពីរបីថ្ងៃម្ដងតែងតែមកគ្រប់រឿងហេតុអ្វីអ្នកមិននិយាយឬមួយខ្ញុំនិយាយមិនត្រូវអ្នកមិនអីទេមិនអីទេអរគុណដែលបានជួយខ្ញុំម្ដងទៀតពេលថ្ងៃខ្ញុំបានទៅរកអ្នកចង់អញ្ជើញអ្នកញ៉ាំបាយដើម្បីបង្ហាញការអរគុណប៉ុន្តែអ្នកមិននៅទីនោះឥឡូវនេះអរគុណក៏មិនយឺតទេខ្ញុំមានន័យថាឥឡូវនេះក៏អាចញ៉ាំបាយជាមួយគ្នាបានដែរខ្ញុំជាអ្នកចេញលុយឲ្យខ្ញុំមិនដែលឲ្យនារីចេញលុយទេបានតែថ្ងៃស្អែកទៅថ្ងៃនេះយប់បន្តិចហើយខេងសិនអ្នកត្រឡប់មកហើយអ្នកទៅណាមកហេតុអ្វីបានជាយូរម្លេះទើបត្រឡប់មកខ្ញុំទៅក្រុមហ៊ុនមើលបន្តិចឪពុកខ្ញុំឲ្យខ្ញុំទៅក្រុមហ៊ុនប៉ុន្មានថ្ងៃទៀតដើម្បីស្គាល់ការងារអីចឹងតើពេលណាខ្ញុំអាចចូលធ្វើការនៅក្រុមហ៊ុនអ្នកកុំប្រញាប់អ្នកមិនទាន់មាននិក្ខេបបទបញ្ចប់ការសិក្សាត្រូវប្រកល់ទៀតទេខ្ញុំចង់ឃើញអ្នករាល់ថ្ងៃអូមែនហើយម្ដាយខ្ញុំនឹងមកថ្ងៃស្អែកគាត់ចង់ជួបអ្នកហេតុអ្វីម្ដាយអ្នកស្រាប់តែមកអ្នកមិនចង់ជួបគ្រួសារខ្ញុំទេម្ដាយខ្ញុំបាននិយាយកាលពីម្សិលមិញថាចង់ឲ្យខ្ញុំត្រឡប់ទៅវិញដើម្បីទៅជួបគ្នាជាមួយបងយ៉ាងនៅខាងកើតភូមិចង់ជួបណាស់ត្រូវតែជួបជាតិកាលមុនបីជាវសៀវស្ទើរតែរៀបការជាមួយបងយ៉ាងទៅហើយតែជាតិនេះខ្ញុំបានប្រថុយជីវិតដល់ទៅពីជាតិទើបបានមកនៅទំនាក់ទំនងដ៏ត្រឹមត្រូវអាចឲ្យប្រវត្តិសាស្ត្រកើតឡើងម្ដងទៀតបានទេខ្ញុំទៅបន្ទប់ទឹកសិនពិតជាតាមលងមិនលែងមែនជំរាបសួរអ្នកមីងជួបដំបូងខ្ញុំបាននាំអាហារបំពន់មកជូនបន្តិចសុទ្ធតែជាមនុស្សគ្នាឯងកុំគួរសំពេចអីអង្គុយចុះហាឈៀវឈរពួកឯងក្រុងរៀបការពេលណាបាក់សួរត្រង់ពេកហើយមានអីទៅអាយុក៏មិនតិចទៀតដែរស្នេហាមានស្ថិរភាពហើយក៏គួររៀបការហើយកុំឲ្យបងយ៉ាងនៅចុងភូមិខាងកើតនៅតែនឹកដល់ឯងបាក់និយាយអីហ្នឹងអ្នកមីងខ្ញុំទៅបន្ទប់ទឹកសិនអ្នកទាំងអស់គ្នាញ៉ាំបន្តចុះយូរហើយនៅមិនទាន់បានទៀតកូនស្រីអ្នកបានគូដណ្ដឹងល្អម្នាក់ហើយហេតុអ្វីមិនប្រញាប់រៀបការកូនអ្នកមាននៅទីក្រុងចិត្តប្រែរហ័សប្រហែលជាទុកកូនស្រីអ្នកចោលទៅរៀបការជាមួយអ្នកផ្សេងក៏ថាបានមិនដល់ថ្នាក់នឹងទេមែនកូនស្រីខ្ញុំនិយាយថាគេស្រឡាញ់នាងខ្លាំងណាស់រឿងនេះអ្នកមិនដឹងទេបុរសល្អទាំងនេះជុំវិញខ្លួនសុទ្ធតែមានស្រីបើកូនស្រីអ្នកមិនជំរុញរឿងរៀបការស្រីផ្សេងគេនឹងឆក់យកទៅហើយកូនខំប្រឹងចំណាយពេលយ៉ាងច្រើនដើម្បីចាប់បានប្តីមានទ្រព្យម្នាក់នេះកូនត្រូវរៀបការឲ្យបានឆាប់ដើម្បីចងចិត្តគេឲ្យជាប់ស្នេហាមិនអាចយកមកបរិភោគបានទេកុំធ្វើអ្វីល្ងងខ្លៅកុំឲ្យស្ត្រីផ្សេងឆក់យកឱកាសទៅមិននឹកស្មានថាខេងសិនស្រឡាញ់ខ្ញុំបានធ្វើបាបសង្សារតាំងពីក្មេងរបស់គេជាច្រើនដងតែមនុស្សល្ងងនេះនៅតែជឿតែខ្ញុំមិនខុសពីកូនស្រីរបស់ម៉ាក់ទេម៉ាក់ដឹងថាកូនចេះគិតច្បាស់កូនស្រីអាចស្ងប់ចិត្តបានហើយចាំខ្ញុំរៀបការចូលគ្រួសារលុយរបស់គ្រួសារនិងអ្វីទាំងអស់របស់គ្រួសារនឹងក្លាយជារបស់ខ្ញុំអីចឹងអ្នកស្រឡាញ់តែលុយរបស់ខ្ញុំទេរឿងគ្រប់យ៉ាងតាំងពីដើមដល់ចប់គឺអ្នកជាអ្នកធ្វើបាបនាងមុនមិនមែនទេខ្ញុំស្រឡាញ់អ្នកខ្ញុំគ្រាន់តែមិនចង់ឲ្យបងស្រីឆក់យកអ្នកទៅអ្នកនៅចង់បោកខ្ញុំទៀតឬប៉ាខ្ញុំត្រឡប់មកពីបរទេសហើយគាត់ហៅខ្ញុំឲ្យត្រឡប់ទៅផ្ទះមួយផ្លែតខ្ញុំជូនអ្នកទៅមុននេះខ្ញុំនិយាយបែបនេះគឺដើម្បីបោកម៉ាក់ខ្ញុំប៉ុណ្ណោះអ្នកដឹងហើយថាគាត់តែងតែចង់រៀបការឲ្យខ្ញុំជាមួយបងតែខ្ញុំចូលចិត្តតែអ្នកម្នាក់គត់សុំទោសមុននេះគឺខ្ញុំយល់ច្រឡំលើអ្នកខ្ញុំសុំទោសអ្នកអភ័យទោសឲ្យខ្ញុំបានទេលោកសុំគោរពខ្លួនឯងផងស្ដាប់ខ្ញុំសិនរឿងទាំងអស់នេះគឺដោយសារខ្ញុំត្រូវបបបញ្ឆោត
ខ្ញុំស្រឡាញ់អ្នកត្រឡប់មកក្បែរខ្ញុំវិញបានទេមិនបាច់ទេទោះបីមានកំហុសក៏ដោយប៉ុន្តែអ្នកពិតជាជឿនាងមែនទេឈប់ត្រឹមនេះចុះខ្ញុំពិតជាមិនចង់ឃើញអ្នកទៀតឡើយមើលទៅពិតជាបោះបង់គេបានហើយមានរឿងអីអ្នកពិតជាលែងស្រឡាញ់គេទៀតហើយមែនទេខ្ញុំស្គាល់គេតាំងពីអាយុ2ឆ្នាំមកម្លេះដោយសាររឿងរបស់ម្ដាយខ្ញុំធ្លាប់មានអារម្មណ៍វង្វេងផ្លូវយ៉ាងខ្លាំងគេជាអ្នកនាំខ្ញុំចេញពីភាពងឹតហើយនៅក្បែរខ្ញុំរហូតខ្ញុំធំឡើងមិននឹកស្មានថាអ្វីសុទ្ធតែជាការកុហកក្តីសុបិនពីជីវិតមុនជីវិតនេះខ្ញុំបានបំពេញវាហើយបើកាលពីនៅក្មេងអ្នកដែលនៅក្បែរអ្នកជាខ្ញុំវានឹងល្អប៉ុណ្ណាទៅជីវិតនេះខ្ញុំនឹងការពារអ្នកឲ្យបានល្អជាដាច់ខាតអរគុណខ្ញុំមិនអីទេគ្រប់យ៉ាងកន្លងផុតទៅហើយអរគុណដែលបានជូនខ្ញុំមកខ្ញុំចូលទៅមុនហើយលោកតាហេយត្រឡប់មកហើយឲ្យអ្នកទៅឥឡូវនេះទីបំផុតក៏ព្រមត្រឡប់មកកុំនិយាយច្រើនរឿងរៀបការជាមួយគ្រូសាមេត្រូវប្រញាប់បន្តិចឯងចាំបាច់និយាយជាមួយឪពុកឯងបែបនេះមែនទេកុំយករឿងនេះមកគៀបសង្កត់ខ្ញុំកាលពី12ឆ្នាំមុនឯងមិនអើពើនឹងខ្ញុំនិងស្ត្រីម្នាក់នោះរហូតធ្វើឲ្យម្ដាយខ្ញុំស្លាប់12ឆ្នាំក្រោយឯងនៅតែចង់គ្រប់គ្រងខ្ញុំទៀតបើឯងរៀបចំរឿងរៀបការនេះមិនបានល្អសូម្បីតែមុខមាត់ចុងក្រោយនេះក៏ខ្ញុំមិនទុកឲ្យឯងទៀតដែរឯងពូមេបាននិយាយថាគាត់បានដាក់ឈ្មោះ Lanshan ចូលរៀននៅសាកលវិទ្យាល័យក្រៅប្រទេសពេលទទួលបានសញ្ញាបត្រនាងនឹងទៅក្រៅប្រទេសមុននាងទៅក្រៅប្រទេសឲ្យ Mulan Shan ទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយខ្ញុំឯងដោះស្រាយទៅកូនអាក្រក់កាលពីមុនគឺឪពុកធ្វើខុសចំពោះកូនប៉ុន្តែឪពុកក៏ស្រឡាញ់កូនដែរអ្វីចុះបញ្ជីរៀបការមែនទេកូនស្រីកុំបន្ទោសឪពុកនេះក៏ដោយសារគ្រូសាមានទៀមមិនមែនឬទ្រព្យសម្បត្តិរបស់គ្រួសារយើងមានតិចប៉ុណ្ណេះសូម្បីតែសិទ្ធិនិយាយសម្រេចក៏យើងគ្មានផងកូនប្រុសតកូភីនោះមានចរិតល្អទាំងគ្រួសារនិងប្រវត្តិរបស់គេសុទ្ធតែជាកម្រិតកំពូលបើមិនមែនដោយសារដារបស់កូនជាអ្នកកំណត់ទេសូម្បីតែត្រកូលយើងក៏មិនអាចឡើងជួរបានដែរទោះប៉ារបស់យើងមិនប្រកាន់រឿងឋានៈគ្រួសារក៏ដោយប៉ុន្តែបើកូនមានអ្នកពឹងពាក់ដ៏រឹងមាំប៉ាក៏អាចស្ងប់ចិត្តជាងមុនហេតុអ្វីបានជាប៉ាប្រញាប់ភ្លាមបែបនេះខ្ញុំនៅមិនទាន់ចង់រៀបការទេខ្ញុំមិនទាន់ត្រូវទៅបរទេសទៀតឬតើត្រូវរកលេសអ្វីទៀតកូនស្រីល្ងងរបស់ប៉ាកូនប្រុសតកូភីគ្រាន់តែចង់ឆ្លៀតមុនកូនទៅបរទេសដើម្បីចង់កូនទុកប៉ានិយាយពីចរិតប្រវត្តិគ្រួសាររបស់គេក៏ល្អជាងឈឺខេងશનនោះដែរកូនShen ក្រុមហ៊ុនរបស់ប៉ាមានបញ្ហាបន្តិចបើកូនរៀបការជាមួយត្រកូលភីឆាប់ទើបភាគហ៊ុនរបស់គ្រួសារយើងអាចមានស្ថិរភាពអ្វីក្រុមហ៊ុនរបស់គ្រួសារយើងមានបញ្ហាអ្វីមានរឿងអ្វីកើតឡើងកូនកុំបារម្ភគ្រាន់តែជាបញ្ហាក្នុងចំនួនប៉ុណ្ណោះមិនទាន់ដល់ថ្នាក់ឲ្យកូនបារម្ភទេគ្រាន់តែបើអាចរៀបការភ្ជាប់គ្រួសារបាននោះជារឿងល្អបំផុតប៉ាមិនមែនចង់ឲ្យខ្ញុំរៀបការឆាប់ដើម្បីគ្រាន់តែជាលេសដែលទើបតែរកឃើញខ្ញុំអាចឲ្យកូនស្រីជាទីស្រឡាញ់របស់ខ្ញុំខាតបង់បានឬកូនប្រុសតកូភីសង្ហាមានសមត្ថភាពទៀតអ្នកមិនចូលចិត្តគេទេពេលនេះខ្ញុំនៅមិនទាន់មានអារម្មណ៍ចង់រៀបការទេមិនចម្លែកទេដែលត្រកូលភីប្រញាប់ចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយស្ថានភាពកូនស្រីខ្ញុំបែបនេះជាមិនដឹងថាត្រូវរងចាំដល់ពេលណាទៀតទេ Shen មិនអីទេបើមិនចង់រៀបការក៏កុំរៀបការយ៉ាងណាក្រុមហ៊ុននេះឪពុកជាអ្នកបង្កើតឡើងដោយខ្លួនឯងបើដល់ចំនួនខ្ញុំហើយបាត់បង់ទៅក៏មិនអីដែរប៉ានិយាយអ្វីហ្នឹងខ្ញុំយល់ព្រមរៀបការមិនបានទេវាធ្វើឲ្យកូនលំបាកពេកហើយខ្ញុំមិនអាចឲ្យកូនរបស់ខ្ញុំលំបាកបានទេប៉ាខ្ញុំមិនលំបាកទេបានជួយខ្ញុំជាច្រើនដងប៉ាប្រៀបធៀបនឹងមនុស្សដែលខ្ញុំមិនស្គាល់រៀបការជាមួយគេយ៉ាងហោចណាស់ក៏មិនអាក្រក់ទេមិនមែនគ្រាន់តែមិនអាក្រក់ទេកូនប្រុសតកូភីគ្រាន់តែជន់ជើងម្ដងមេឃនៅរាជធានីនេះក៏ត្រូវប្រែពណ៌ហើយសំណាងល្អគាត់ស្រឡាញ់កូនស្រីប៉ាបើមិនដូច្នោះទេប៉ាមិនហ៊ាននឹកស្មានទេធ្វើមិនល្អដាក់កូនទោះប៉ាត្រូវលក់ទ្រព្យសម្បត្តិទាំងអស់ក៏ប៉ានឹងប្រយុទ្ធជាមួយគាត់ដល់ស្លាប់រស់ខ្ញុំស្រាប់តែខ្លាចជាមនុស្សមានប្តីហើយមែនហើយជីវិតមុនខ្លាចជាភរិយារបស់ភីដូចជាសុបិនមួយមិននឹកស្មានថាជីវិតនេះក៏ដូចជាសុបិនមួយដែរជីវិតមុនខ្ញុំប្រាថ្នាចង់បានសុបិនមួយមិននឹកស្មានថាជីវិតនេះសុបិនខ្លាចជាការពិតខ្ញុំបានកើតជាថ្មីហើយបដូរប្តីថ្មីម្នាក់ខ្ញុំបានកើតជាថ្មីហើយបានរៀបការជាមួយនាងដែលខ្ញុំស្រឡាញ់ខ្លាំងក្នុងជីវិតទាំងពីរអរគុណខ្ញុំមកដល់ហើយអីចឹងទុកសម្បត្តិអាពាហ៍ពិពាហ៍ទាំងពីរនៅខ្ញុំទៅខ្ញុំគ្រាន់តែគិតថាខ្ញុំមានជំនាញខាងរក្សាទុករបស់របរជាងក៏ល្អដែរដើម្បីកុំឲ្យខ្ញុំភ្លេចថាដាក់វាទៅណា
អីចឹងបើថ្ងៃណាមួយគាត់ស្រាប់តែចង់លែងលេះតើខ្ញុំអាចមានហេតុផលបដិសេធបានទេបានអីចឹងខ្ញុំទៅមុនហើយល្អហើយត្រឡប់ទៅវិញចុះខ្ញុំបានបែកគ្នាជាមួយហើយសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតសូមអភ័យទោសឲ្យខ្ញុំយើងចាប់ផ្ដើមសារជាថ្មីបានទេខ្ញុំបានរៀបការជាមួយហើយបើអ្នកនៅតែចង់បដិសេធក៏មិនចាំបាច់កុហករឿងដែលងាយបែកការបែបនេះទេខ្ញុំពិតជារៀបការហើយថ្ងៃនេះទើបតែទៅចុះបញ្ជីខ្ញុំយកឲ្យអ្នកមើលភ្លេចហើយសម្បត្តិអាពាហ៍ពិពាហ៍ទុកនៅជាមួយអូទេអំណោយខ្ញុំនៅមិនទាន់ឲ្យទេជឿខ្ញុំចុះខ្ញុំនឹងមិនចាក់ចេញពីអ្នកទៀតទេយើងត្រឡប់ទៅដូចពីមុនវិញបានទេខ្ញុំពិតជាខុសហើយខ្ញុំលែងហ៊ានទៀតហើយសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតបានទេពីមុនខ្ញុំធ្លាប់ស្រឡាញ់អ្នកគឺអ្នកផ្ទាល់ដែលបានបំផ្លាញអតីតកាលរបស់យើងពេលដែលអ្នកផ្ទះខ្ញុំមួយកំភ្លៀងនោះខ្ញុំក៏លែងស្រឡាញ់អ្នកតាំងពីពេលនោះហើយមិនមែនទេស្ដាប់ខ្ញុំសិនអាមនុស្សអាក្រក់នេះពិតជាមិនព្រមបាត់ពីជីវិតខ្ញុំសោះជប់និយាយទៀតទៅខ្ញុំពិតជាមិនចង់ស្ដាប់ទេនៅទីបញ្ចប់ខ្ញុំពិតជាមិនចង់ឃើញអ្នកទៀតទេអ្នកធ្លាប់ធ្វើឲ្យនារីម្នាក់ខកចិត្តរួចហើយកុំធ្វើឲ្យខកចិត្តទៀតអីលោកខាសូមកុំមករំខានប្រពន្ធរបស់ខ្ញុំទៀតអ្នកនិយាយអ្វីហ្នឹងនរណាជាប្រពន្ធអ្នកធ្វើអ្វីលែងដៃខ្ញុំភ្លាមគឺជាប្រពន្ធស្របច្បាប់របស់ខ្ញុំស្របច្បាប់ពិតប្រាកដមានឈ្មោះត្រឹមត្រូវនិងស្របច្បាប់មិនអាចទៅរួចទេតើអ្នកអាចរៀបការជាមួយអ្នកផ្សេងបានយ៉ាងម៉េចនេះប្រាកដជាคล้ายមិនអាចរៀបការជាមួយអ្នកបានទេអ្នកអាចនៅជាមួយបានហេតុអ្វីមិនអាចរៀបការជាមួយខ្ញុំបានពូកែមែនមិននឹកស្មានថាមានសមត្ថភាពខ្លាំងបែបនេះទេអ្នកប្រាកដជាកំពុងកុហកខ្ញុំមែនទេអ្នកហ៊ានលើកខ្លួនឯងខ្លាំងពេកហើយកុំធ្វើដូចមនុស្សចូលចិត្តរករឿងគេអ្នកដឹងអ្វីទៅស្រឡាញ់ខ្ញុំអស់ពីជាតិហើយតើនាងអាចទៅស្រឡាញ់អ្នកផ្សេងបានយ៉ាងម៉េចពីជាតិអ្នកកំពុងនិយាយអ្វីខ្ញុំចង់និយាយថាបើមានជាតិមុនមែនទំនាក់ទំនងរបស់ខ្ញុំជាមួយក៏ប្រកាសជាល្អដែរកើតជាថ្មីហើយជ្រើសរើសស្ត្រីម្នាក់ទៀតនេះហើយជាមុខពិតរបស់ស្រឡាញ់គ្នាអស់ពីជាតិអីចឹងប្រាប់ខ្ញុំមកមុនពេលស្លាប់អ្នកបាននិយាយអ្វីខ្លះរឿងនេះអ្នកនិយាយអំពីជាតិមុននិងជាតិនេះធ្វើអ្វីអ្នកដែលស្រឡាញ់ប្រកាសជាខ្ញុំដែរបិទមាត់និយាយត្រូវហើយអស់ពីជាតិស្រឡាញ់តែអ្នកទាំងពីរមិនត្រូវទេខ្ញុំស្រឡាញ់អ្នកគឺអ្នកយើងបានសន្យាថាជាតិក្រោយក៏នៅជាមួយគ្នាអីចឹងហេតុអ្វីបានជាអ្នកជ្រើសរើសអ្វីដូច្នេះក៏កើតជាថ្មីដែរខ្ញុំទើបតែនឹកឃើញពេលថ្មីនេះត្រូវហើយពីមុនខ្ញុំត្រូវបោកបញ្ឆោតពាក្យនេះមិនស្រួលស្ដាប់ទេឬមួយក៏កើតជាថ្មីដែរឬក៏តាំងពីនៅក្មេងពួកគេធ្លាប់សន្យានឹងគ្នាថានឹងជួបគ្នានៅជាតិមុខបើខ្ញុំចងចាំបានមុននេះខ្ញុំមិនអាចជ្រើសរើសគេឡើយពាក្យនេះអ្នកជឿមែនទេអ្នកដឹងច្បាស់ថាពីមុនខ្ញុំប្រព្រឹត្តចំពោះអ្នកយ៉ាងណាខ្ញុំពិតជាត្រូវបានបោកបញ្ឆោតក្នុងចិត្តខ្ញុំមានតែអ្នកជានិច្ចអ្នកនិយាយអ្វីច្បាស់ណាស់ថាអ្នកស្រឡាញ់ខ្ញុំហើយអ្នកក៏នៅតែជ្រើសរើសជឿខ្ញុំមិនមែនឬនិយាយកុហកគឺអ្នកដែលបំផ្លាញទំនាក់ទំនងរវាងខ្ញុំនឹងខ្ញុំគ្រាន់តែត្រូវអ្នកបោកបញ្ឆោតប៉ុណ្ណោះអ្នកជាបរិសុទ្ធអាក្រក់និងជាមនុស្សខ្លែងធ្វើជាសុចរិតអ្នកគួរតែដោះស្រាយរឿងរញ៉េញ៉ៃរបស់ខ្លួនឯងសិនគ្រប់គ្រាន់ហើយកាលពីមុនអ្នកជ្រើសរើសខ្ញុំគោរពការសម្រេចចិត្តរបស់អ្នកឥឡូវនេះខ្ញុំបានជ្រើសរើសនៅជាមួយហើយដូច្នេះសូមអ្នកចេញឲ្យឆ្ងាយហើយគោរពការសម្រេចចិត្តរបស់ខ្ញុំផងសូមទោសមួយផ្លែតនោះខ្ញុំប្រញាប់ពេកដូច្នេះគឺខ្ញុំមកយឺតពេកធ្វើឲ្យអ្នកត្រូវរងការឈឺចាប់ខ្ញុំគឺជាប្តីរបស់អ្នកអាចធ្វើអ្វីក៏បានចំពោះខ្ញុំមិនចាំបាច់សុំទោសឡើយហា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 
ទេកុំសើចចំអកខ្ញុំកុំសើចចំអកខ្ញុំគ្មានអ្នកណាហ៊ានសើចចំអកអ្នកទេខ្ញុំក៏មិនជឿដែរពួកយើងគ្រាន់តែជាឡាយនេះហេតុអ្វីអ្នកល្អចំពោះខ្ញុំដល់ថ្នាក់នេះហេតុអ្វីមិននិយាយក៏ចុះព្រោះខ្ញុំស្រឡាញ់អ្នកអស់ពីជាតិហើយអ្នកមិនចូលចិត្តទេបើអ្នកមិនចូលចិត្តលើកក្រោយខ្ញុំនឹងមិនធ្វើបែបនេះទៀតទេមនុស្សម្នាក់នេះមិនក៏បែបនេះឲ្យខ្ញុំទប់យ៉ាងម៉េចទៅអៀនណាស់ខឹងហើយឬលើកក្រោយខ្ញុំនឹងសួរអ្នកជាមុនហេតុអ្វីមានអារម្មណ៍ថាកាន់តែអៀនទៅទៀតខ្ញុំមិនបានខឹងទេអ្នកគឺជាប្តីស្របច្បាប់របស់ខ្ញុំតាមទ្រឹស្ដីគឺមិនខុសទេគ្រាន់តែរឿងនេះដូច្នេះអ្នកមកនៅផ្ទះខ្ញុំទៅអ្នកនិយាយអ្វីខ្ញុំនិយាយថាអ្នកមកនៅកន្លែងខ្ញុំទៅខ្ញុំខ្លាចមករំខានអ្នកម្ដងទៀតខ្ញុំមិនអាចមកការពារអ្នកទាន់ពេលទេម្យ៉ាងទៀតយើងបានចុះបញ្ជីអាពាហ៍ពិពាហ៍រួចហើយដូច្នេះការរស់នៅជាមួយគ្នាក៏ស្របច្បាប់និងសមហេតុផលដែរពិតជាអាចមករកខ្ញុំនៅទីនេះម្ដងទៀតប៉ុន្តែបើយើងរស់នៅជាមួយគ្នាតើយើងមិនទាន់កំពុងរៀនទេយើងរៀនចប់ហើយថ្ងៃស្អែកជាពិធីបញ្ចប់ការសិក្សាហើយអ្នកកុំបារម្ភទោះបីរស់នៅជាមួយគ្នាក៏ដោយប៉ុន្តែមុនពេលអ្នកយល់ព្រមខ្ញុំនឹងមិនធ្វើអ្វីចំពោះអ្នកទេព្រោះយើងបានរៀបការហើយមិនយូរមិនឆាប់យើងត្រូវរស់នៅជាមួយគ្នាចាត់ទុកថាជាការសម្របខ្លួនជាមុនទៅចុះបានអ្នកគេងបន្ទប់គេងធំទៅខ្ញុំនឹងទៅគេងបន្ទប់ភ្ញៀវខ្ញុំរៀបចំដោយខ្លួនឯងបានមើលនោះគឺគាត់ដែលមានផ្ទៃពោះមុនរៀបការគ្មានអៀនខ្មាស់ឬថាយប់គាត់ធ្វើការប្រភេទនោះមិននឹកស្មានថាធ្លាក់ខ្លួនដល់ថ្នាក់នេះហេតុអ្វីមនុស្សទាំងនេះនិយាយចម្លែកម្លេះណែនឆានប្រញាប់មើលបណ្ដាញសាលាទៅអីចឹងសោះមិនចម្លែកទេដែលពួកគេមើលខ្ញុំរហូតពិតជាហួសហេតុមកនិយាយថាខ្ញុំរស់នៅជាមួយអ្នកណាចេះតែប្រឌិតមែនថែមទាំងមានផ្ទៃពោះមុនរៀបការទៀតតោះយើងមកបង្អួតអ្នកនៅលីវម្ដងបានទេនេះអ្នកមានរឿងអ្វីមែនទេអីអ្នកបានចុះបញ្ជីអាពាហ៍ពិពាហ៍ហើយថែមទាំងរស់នៅជាមួយគ្នាទៀតឆាប់ប្រាប់ការពិតមកមិនបានជួបគ្នាប៉ុន្មានផងអ្នកក៏ក្លាយជាប្រពន្ធគេទៅហើយថែមទាំងរស់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែមទៀតទោះបីបណ្ដាញសាលានោះនិយាយជ្រុលបន្តិចក៏ដោយតែក៏មិនមែនមិនពិតទាំងស្រុងដែររឿងវាគឺបែបនេះឯងដូច្នេះមិនអាចបន្ទោសខ្ញុំបានទេសុទ្ធតែជាកំហុសរបស់ Chu Kingshan និង Bei Chiao អ្នកគឺជាជនរងគ្រោះនិយាយបែបនេះទៅអ្នកជាមួយតារាប្រុសប្រចាំសាលានោះមនុស្សក៏ល្អដែរនឹងគេប្រកាសជាចូលចិត្តអ្នកហើយពួកអ្នកទាំងពីររីកចម្រើនដល់កម្រិតណាហើយមើលទៅជីវិតបន្ទាប់ពីយប់ការពិតជាផ្អែមល្ហែមណាស់មើលទៅឆាប់នេះនឹងមានកូនតូចហើយពួកអ្នកកំពុងនិយាយអ្វីហ្នឹងគ្មានរឿងបែបនោះទេរស់នៅជាមួយបុរសតាមតែចិត្តប្រកាសជាមានផ្ទៃពោះហើយតែអ្នកជាមិត្តរួមសាលាពិតជាធ្វើឲ្យគេអាម៉ាស់មុខណាស់អ្នកកំពុងនិយាយអ្វីខ្ញុំគិតថាពាក្យចាមអារាមក្នុងបណ្ដាញសាលាគឺអ្នកជាអ្នកបង្កើតម៉េចគេមានជីវិតឯកជនមិនស្អាតស្អំហើយមិនឲ្យគេនិយាយទៀតឬមែនហើយខ្ញុំទៅតែគេនិយាយដោយមាត់ខ្លួនឯងអំពីការរស់នៅជាមួយគេធ្វើជាត្រជាក់ខ្លួនឯងធ្វើតាមពិតបុគ្គលិកលក្ខណៈគេខ្លាំងដល់ថ្នាក់នេះអ្នកកុំបំផ្លាញការពិត
ការពិតជាក់ស្ដែងជាយ៉ាងណាអ្នកនិងខ្ញុំសុទ្ធតែដឹងច្បាស់ក្នុងចិត្តការពិតគឺអ្នកជាមនុស្សចិត្តងាយប្រែនិងមានទំនាក់ទំនងជាមួយបុរសច្រើនយ៉ាងណាក៏ដោយពួកយើងទាំងអស់គ្នាបានបញ្ចប់ការសិក្សាគេក៏មិនអាចធ្វើអ្វីខ្ញុំបានដែរស្ងាត់សិនសូមសិស្សទាំងអស់ស្ងាត់សូមអបអរសាទរសិស្សទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យបន្ទាប់នេះសូមអញ្ជើញតំណាងនិស្សិតឆ្នាំដែលបានបញ្ចប់ការសិក្សាឡើងលើឆាកថ្លែងសុំទ្រព្យថាសួស្តីមិត្តនិស្សិតទាំងអស់គ្នាចាប់ពីពេលនេះយើងនឹងបើកទំព័រថ្មីមួយក្នុងជីវិតដើម្បីរួមចំណែកដល់សង្គមដូច្នេះចូលយើងកុំឲ្យយុវវ័យរបស់យើងកន្លងផុតដោយឥតប្រយោជន៍សូមជូនពរឲ្យសាលាចាស់របស់យើងរីកចម្រើនកាន់តែខ្លាំងអរគុណអ្នកទាំងអស់គ្នាខ្ញុំបានត្រឡប់មកវិញបន្ទាប់ពីការជាថ្មីនឹកស្មានថាអ្នកប្រាជ្ញឆ្នាំដ៏ត្រជាក់ម្នាក់នេះបានក្លាយជាប្រពន្ធរបស់ខ្ញុំយ៉ាងទៀតខ្ញុំចង់ប្រើវេទិកានេះដើម្បីប្រកាសរឿងមួយខ្ញុំបានរៀបការហើយគឺជាភរិយាស្របច្បាប់របស់ខ្ញុំនេះជាសម្បត្តិអាពាហ៍ពិពាហ៍យើងរស់នៅជាមួយគ្នាដោយស្របច្បាប់មុននេះពួកយើងមិនបានរស់នៅជាមួយគ្នាទេភរិយារបស់ខ្ញុំមិនដែលមានផ្ទៃពោះឡើយចំពោះពាក្យចាមអារ៉ាមដែលផ្សព្វផ្សាយតាមបណ្ដាញសាលាខ្ញុំបានចាត់តាំងក្រុមមេធាវីឲ្យប្រមូលភស្តុតាងរួចហើយអ្នកដែលបង្កើតពាក្យចាមអារ៉ាមនឹងត្រូវជាប់ពន្ធនាគារជាមិនខានអីចឹងសោះអីចឹងបុរសដែលរស់នៅជាមួយនាងគឺជាសិស្សឆ្នាំនោះសោះពួកគេជាប្តីប្រពន្ធស្របច្បាប់ហើយរស់នៅជាមួយគ្នាមានបញ្ហាអ្វីទៅតើអ្នកណាជាអ្នកបង្កើតពាក្យចាមអារ៉ាមនឹងអាក្រក់ថោកទាបបែបនេះត្រូវតែឲ្យគេចូលគុក Lan Shen ប្តីរបស់អ្នកពិតជាលយណាស់ប្តីប្រពន្ធខ្លាំងក្លាមែនខ្ញុំនឹងបោកអ្នកទាំងពីរហើយគាត់តែងតែជួយខ្ញុំដោយស្ងៀមស្ងាត់ហើយអ្វីគាត់ល្អនឹងខ្ញុំម្លេះបងប្រុសខ្ញុំត្រូវគេបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំមិនបានបង្កើតពាក្យចាមអារ៉ាមទេសូមជួយឲ្យខ្ញុំចេញទៅផងអ្នកធ្លាប់មានប្រវត្តិបង្កើតពាក្យចាមអារ៉ាមរួចហើយភស្តុតាងច្បាស់លាស់អ្នកថែមទាំងចិត្តណាធ្វើឲ្យគេរងរបួសនៅហ៊ាននិយាយថាត្រូវគេបង្ខូចទៀតខ្ញុំអត់ទេខ្ញុំត្រូវគេបង្ខូចមែនបើនៅតែស្រែកទៀតនឹងបន្ថែមបទល្មើសរារាំងការងាររដ្ឋ Lan Shen អ្នកមិនអាចរៀបការជាមួយ P Wen Ju បានទេអ្នកលេងលេះជាមួយគាត់បានទេយើងត្រឡប់មកនៅជាមួយគ្នាវិញលេងខ្ញុំទៅយើងមិនបាននិយាយច្បាស់ហើយទេ P Wen Ju តើអ្នកជាមនុស្សក្រុមងឹតមែនទេឪពុកខ្ញុំមិនលើកលែងឲ្យអ្នកទេអ្នកទាំងល្ងងទាំងខ្វាក់ចិត្តនេះគឺ P Yi សូម្បីតែឪពុកអ្នកក៏មិនមានសិទ្ធិជួប P Yi ម្ដងដែរការចងចាំ P Yan ដែលបានគ្រប់គ្រងពិភពចំនួនតាំងពីអាយុ18ឆ្នាំចាប់ពីថ្ងៃនេះទៅគ្រួសារ Chen នឹងបាត់ពីលោកនេះជាតម្លៃដែលអ្នកត្រូវសងព្រោះបានធ្វើបាប Shen ហាអ្នកគិតថា Lan Shen នឹងស្រឡាញ់អ្នកឬវិធីសាស្ត្ររបស់អ្នកពិតជាខុសខើណាស់បើនាងដឹងពីអតីតកាលរបស់អ្នកនាងនឹងខ្លាចអ្នកតែប៉ុណ្ណោះ Lan Shen កុំជឿ P Wen Ju សូម្បីតែឪពុករបស់ខ្លួនក៏គេអាចសម្លាប់បានដែរនាំពួកគេទៅ P Wen Ju ខ្ញុំនឹងរងចាំមើលថ្ងៃដែលអ្នកអាម៉ាស់មុខ Shen អ្នកនឹងខ្លាចទេមិនថាគេនិយាយអ្វីក៏ដោយខ្ញុំនៅតែជឿអ្នកប្រកាសជាមានហេតុផលរបស់អ្នកជាមនុស្សចិត្តត្រជាក់ដូចបិសាចគ្មាននរណាម្នាក់នឹងស្រឡាញ់អ្នកទេអ្នកដូចម្ដាយរបស់អ្នកអីចឹងអ្នកទាំងពីរគួរតែស្លាប់ទៅអ្នកជាមនុស្សចិត្តត្រជាក់ដូចបិសាចអ្នកដូចម្ដាយរបស់អ្នកដែរអ្នកទាំងពីរគួរតែស្លាប់ទៅកូនអាក្រក់អ្នកពិតជាចិត្តត្រជាក់មែនអុកតាញូនេះគឺជាម្ដាយចុងរបស់អ្នកមនុស្សដូចអ្នកធ្វើឲ្យខ្ញុំមិនអាចមិនស្រឡាញ់បានឡើយទីបំផុតក៏បញ្ចប់ការសិក្សាហើយជីវិតរបស់ខ្ញុំនឹងចាប់ផ្ដើមជំពូកថ្មី Shen ខ្ញុំទៅទទួលទូរស័ព្ទសិនអ្នកថតមុនទៅលោកស្រីវ័យក្មេងត្រកូលមីទៅកុំមកធ្វើបាបលោកភីរបស់គ្រួសារយើងអីលោកភីដ៏មានអំណាចតើខ្ញុំអាចធ្វើបាបគាត់បានឬអីយ៉ាគាត់ឆ្លងកាត់ជីវិតមកនេះលំបាកខ្លាំងណាស់ម្ដាយបង្កើតរបស់គាត់ត្រូវម្ដាយចង់រៀបចំគម្រោងសម្លាប់ឪពុកបង្កើតរបស់គាត់ត្រូវស្ត្រីនោះបញ្ឆោតហើយបោះបង់គាត់ដែលមានអាយុត្រឹម8ឆ្នាំចោលក្រៅមិនអើពើគ្រាន់តែក្មេងនេះមានជីវិតរឹងមាំប៉ុណ្ណោះគាត់ពឹងលើខ្លួនឯងតស៊ូបើកផ្លូវរស់រៀនមួយនៅអាយុ18ឆ្នាំគាត់បានទិញយកក្រុមហ៊ុន P ទើបអាចគ្រប់គ្រងឪពុករបស់គាត់បានមានរឿងអ្វីថ្ងៃនេះត្រឡប់មកដូចជាមិនសូវសប្បាយចិត្តទេឬមួយថ្ងៃនេះខ្ញុំដាក់ទណ្ឌកម្មឈឺ Kenshin ខ្លាំងពេកបើអ្នកមិនពេញចិត្តនឹងវិធីដែលខ្ញុំដោះស្រាយឈឺ Kenshin ខ្ញុំអាចដកការសម្រេចចិត្តនោះវិញបានគាត់សមនឹងទទួលទោសហើយអ្នកមិនគិតថាខ្ញុំមិនសប្បាយចិត្តព្រោះរឿងនេះទេមែនទេបើមិនមែនរឿងនោះតើគាត់មិនដឹងទេថាខ្ញុំកំពុងអាណិតគាត់
អត់ទេញ៉ាំបាយទៅខ្ញុំឃ្លានហើយល្អហើយអ្នកញ៉ាំឲ្យច្រើនបន្តិចមើលតើត្រូវមាត់អ្នកទេតើអេករបស់គាត់ទាបដល់ថ្នាក់នេះហេតុអ្វីបានជាខ្លាយជាប្រធានធំទៅមើលទៅម្ហូបទាំងនេះមិនត្រូវមាត់ទេស្អែកបដូរម្ហូបផ្សេងអ្វីជាកម្ពូលប្រុសសង្ហានៅសាលាដើមឡើយគួរឲ្យអាណិតបែបនេះទេនិយាយតិចទៅមិននឹកស្មានថាគឺទេប៉ុន្តែគាត់ប្រកាសជាចូលចិត្តអ្នកហើយមិនអាចទេពីមុនខ្ញុំមិនដែលស្គាល់គាត់ទេម្យ៉ាងទៀតគាត់ដូចជាមានមនុស្សម្នាក់ដែលគាត់ស្រឡាញ់យូរមកហើយមនុស្សដែលគាត់ស្រឡាញ់យូរមកហើយតើម្នាក់នេះអាចជាមនុស្សដែលស្រឡាញ់យូរមកហើយឬគឺថាបន្ទប់សម្ងាត់នៅជាន់ទី2ខាងក្នុងរក្សាទុកតែរបស់របររបស់មនុស្សដែលគាត់ស្រឡាញ់គ្មានអ្នកណាអនុញ្ញាតឲ្យចូលទេយ៉ាងណាក៏ដោយខ្ញុំនឹងគាត់គ្រាន់តែជាទំនាក់ទំនងរៀបការតាមការរៀបចំប៉ុណ្ណោះណែណាលោកស្រីនៅក្នុងបន្ទប់សៀវភៅនៅក្នុងការពិតតើវានឹងជាអ្វីទៅគាត់ដូចជាមិនសប្បាយចិត្តទេអ្នកត្រឡប់មកហើយមានរឿងអ្វីអ្នកដូចជាមានរឿងក្នុងចិត្តមិនអីទេខ្ញុំមិនអាចប្រាប់ថាខ្ញុំចង់ទៅកន្លែងហាមឃាត់ដើម្បីលួចមើលអាថ៌កំបាំងរបស់មនុស្សដែលអ្នកស្រឡាញ់យូរមកហើយបានទេខ្ញុំទៅដេកមុនហើយអ្នកខ្លាចខ្ញុំអត់ទេអីចឹងរត់ធ្វើអីខ្ញុំល្អណាស់ខ្ញុំសួរអ្នកមួយបន្ទប់ណាក៏ដោយក្នុងវិឡានេះតើខ្ញុំអាចចូលបានតាមចិត្តឬទេពិតណាស់Shenពួកយើងជាប្តីប្រពន្ធមែនទេខ្ញុំធ្លាប់និយាយហើយនៅទីនេះអ្នកអាចធ្វើអ្វីក៏បានដែលអ្នកចង់ធ្វើអ្នកហេតុអ្វីបានជាអ្នកល្អនឹងខ្ញុំម្លេះបានទេអាចអីខ្ញុំទៅគេងមុនហើយខ្ញុំចង់ល្អនឹងអ្នកតាំងពីជាតិមុនជាតិនេះគាត់ប្រហែលជាចូលចិត្តខ្ញុំមែនហើយតែចុះស្នេហ៍ដំបូងរបស់គាត់វិញមិនទៅទេនរណាកំពុងជេរខ្ញុំម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ខ្ញុំខូចហើយខ្ញុំខ្លាចក្តៅអាចទេសុំគេងនៅបន្ទប់អ្នកមួយយប់បានទេម៉ាស៊ីនត្រជាក់ខូចហើយល្អហើយមិនអាចឲ្យគាត់ទៅដេកបន្ទប់ទទួលភ្ញៀវទេអ្នកប្រហែលជាមិនទម្លាប់មិនអីទេគាត់ចង់ធ្វើអ្វីនៅក្នុងបន្ទប់សិក្សាគាត់បានធ្វើឲ្យអ្នកភ័យទេបន្តិចអ៊ីចឹងចូលចិត្តទេខ្ញុំកំពុងគិតថាគួរឆ្លើយយ៉ាងម៉េចចប់តែប៉ុណ្ណឹងគាត់ចង់ធ្វើអ្វីទៀតមើលបែបនេះទៅវិញយូពិតជាសង្ហាណាស់ជីវិតមុនខ្ញុំពិតជាភ្នែកកងឹតមែនឃើញតែឈឺខេងសិនមនុស្សអាក្រក់នោះអ្នកភ្ញាក់ហើយឬ
Shen ថ្ងៃស្អែកខ្ញុំនឹងទៅជាមួយអ្នកមើលឪពុកអ្នកក្រោយពេលយើងចុះបញ្ជីរៀបការហើយមិនទាន់បានត្រឡប់ទៅផ្លូវការនៅឡើយល្អណាស់ខ្ញុំក៏ចង់ត្រឡប់ទៅវិញដែរអ្នកញ៉ាំបន្តចុះខ្ញុំទៅក្រុមហ៊ុនមុនហើយបើមានរឿងអ្វីអ្នកអាចតាក់ទងខ្ញុំបានគ្រប់ពេលប្រញាប់ទៅចុះគាត់បាននិយាយថាខ្ញុំអាចចេញចូលបន្ទប់ណាក៏បានតាមចិត្តខ្ញុំចូលទៅគួរតែមិនបាច់សួរគាត់ទៀតទេមែនទេនេះជារូបខ្ញុំមែនទេសុទ្ធតែជារូបថតរបស់ខ្ញុំសូម្បីតែសម្លៀកបំពាក់ដែលខ្ញុំធ្លាប់ពាក់ក្នុងជីវិតមុននិងការបូបដែលខ្ញុំធ្លាប់ប្រើហេតុអ្វីគាត់មានរូបថតខ្ញុំច្រើនបែបនេះដើមឡើយខ្ញុំគិតថាជីវិតខ្ញុំនឹងត្រូវលិចលង់ក្នុងភពបើខ្ញុំស្លាប់តាមម៉ាក់ការនោះក៏ល្អខ្ញុំដែលមានអាយុ8ឆ្នាំមិនអាចប្រឈមមុខនឹងតាចាស់អាក្រក់នោះបានទេប៉ុន្តែថ្ងៃនោះខ្ញុំបានជួបគាត់ប្រាប់ខ្ញុំថានឹងមានមនុស្សម្នាក់ជឿចិត្តព្រោះខ្ញុំគ្រាន់តែពួកគេនៅតាមផ្លូវមកពេលនោះវាបែរជាធ្វើឲ្យខ្ញុំជឿថាពិតជាមានមនុស្សនៅលើโลกនេះដែលចូលចិត្តខ្ញុំតាមពិតគាត់គឺជាក្មេងប្រុសតូចនោះដោយសារតាចាស់អាក្រក់នោះនិងស្រីរបស់គាត់ខ្ញុំត្រូវបានបង្ខំឲ្យផ្លាស់សាលាមិនអាចនៅជាមួយរៀននៅសាលាតែមួយបានទេតើគាត់នឹងភ្លេចខ្ញុំទេរឿងរបស់ម៉ាក់មិនមែនជាកំហុសរបស់គាត់ទេហេតុអ្វីពួកគេត្រូវជេរសំណាងល្អខ្ញុំមានសមត្ថភាពខ្លះហើយខ្ញុំអាចបិទបាំងព័ត៌មានទាំងអស់ក្នុងមួយយប់ឲ្យមនុស្សគ្រប់គ្នាបិទមាត់ហាមធ្វើបាបគាត់សំណាងល្អខ្ញុំបានបញ្ជូនក្រុមសង្គ្រោះទៅពន្លត់ភ្លើងទាន់ពេលបើមិនដូច្នោះទេភ្លើងនៅឃ្លាំងរបស់នឹងឆេះរាលដាលបើមិនអាចការពារគាត់បាននោះខ្ញុំនឹងដណ្ដើមគាត់មកទើបដឹងថាគាត់តែងតែលួចការពារខ្ញុំដោយស្ងៀមស្ងាត់ខ្ញុំមិនគិតថាជាមនុស្សដែលគួរឲ្យពឹងផ្អែកបានទេគួរឲ្យសោកស្ដាយមនុស្សដែលនៅក្បែរនឹងធំធាត់ជាមួយនាងគឺគាត់ស្រឡាញ់គាត់ក្បត់ចិត្តនាងមិនបានដឹងទេនាងមើលទៅដូចជាមានសុខកម្មគលណាស់ខ្ញុំធ្លាប់ព្យាយាមបញ្ឆិតបញ្ឈៀងនាងប៉ុន្តែខ្ញុំមិនចង់ឃើញយំទេតើខ្ញុំគួរប្រាប់នាងឬទេវានឹងធ្វើឲ្យនាងកាន់តែពិបាកចិត្តទេខ្ញុំបានកើតជាថ្មីប៉ុន្តែហេតុអ្វីបានជាត្រូវជាថ្ងៃដែលសារភាពស្នេហ៍ជាមួយនៅថ្ងៃនេះតែម្ដងបើខ្ញុំលាតត្រដាងរឿងរបស់ហើយដណ្ដើមមកតើគាត់នឹងមានសុខកម្មគលដូចជាជីវិតមុនទេគាត់ស្រឡាញ់តែមិនស្រឡាញ់ខ្ញុំទេដូច្នេះគាត់នឹងមិនទេខ្ញុំទៅហើយខ្ញុំមិនអាចឈរមើលខ្លាចជាប្រពន្ធរបស់អ្នកផ្សេងម្ដងទៀតបានទេដើមឡើយក៏បានចាប់ជាតិឡើងវិញដែរគាត់គឺជាក្នុងជាតិកាលមុនហេតុអ្វីមិនបើកភ្លើងមានរឿងអ្វីកើតឡើងតាមពិតខ្ញុំលែងស្រឡាញ់តាំងពីយូរមកហើយហេតុអ្វីស្រាប់តែមនុស្សដែលខ្ញុំស្រឡាញ់ពេលនេះគឺអ្នកនិយាយថាម៉េចខ្ញុំនិយាយថាខ្ញុំស្រឡាញ់អ្នកខ្ញុំដឹងអាចកំបាំងនៃការចាប់ជាតិឡើងវិញរបស់អ្នកហើយអ្នកមិនបន្ទោសខ្ញុំទេអ្នកគ្រាន់តែមិនចេះបង្ហាញសេចក្តីស្រឡាញ់អ្នកមិនបានធ្វើខុសទេខ្ញុំស្រឡាញ់អ្នកខ្ញុំសុបិនចង់ដណ្ដើមអ្នកមកពីគេរាល់យប់ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំគួរដណ្ដើមអ្នកអង្គុអត់ទេមិនថាអ្នកធ្វើអ្វីក៏អ្នកមិនខុសដែរខ្ញុំនឹងប្រាប់អ្នករឿងសម្ងាត់មួយតាមពិតខ្ញុំក៏បានចាប់ជាតិឡើងវិញដែរខ្ញុំដឹងមិនខុសទេក៏បានចាប់ជាតិឡើងវិញដែរជាតិកាលមុនខ្ញុំត្រូវឈរ Kenshin បោកបញ្ឆោតរហូតមិនអាចភ្ញាក់ខ្លួនបានតែជាតិនេះអ្នកគឺជាសំណាងរបស់ខ្ញុំទេអ្នកទើបជាសំណាងរបស់ខ្ញុំអ្នកគឺជាពន្លឺមួយដួងរបស់ខ្ញុំបើគ្មានអ្នកខ្ញុំប្រហែលជាខូចខាតអស់ហើយបន្ទាប់ពីកើតជាថ្មីខ្ញុំបានស្រឡាញ់អ្នកតើអាចនិយាយថាខ្ញុំបានស្រឡាញ់អ្នកពីជាតិហើយឬអរគុណដែលអ្នកស្រឡាញ់ខ្ញុំពេលដឹងថាឈឺ Kenshin ក្បត់ខ្ញុំឈឺចាប់ខ្លាំងណាស់ប៉ុន្តែការលេចមុខរបស់ Hye Wendy បានធ្វើឲ្យខ្ញុំដឹងថាការក្បត់គឺព្រោះមនុស្សនោះមានចិត្តមិនល្អតាំងពីដើមទើបធ្វើឲ្យខ្ញុំអាចជួបមនុស្សដែលល្អជាងទៅជួបប៉ារបស់អ្នកទៅទីបំផុតពួកអ្នកមកដល់ហើយប៉ាហា
ប៉ាមនុស្សមានអំណាចបែបនេះបែរជាខ្លាចជាកូនប្រសាររបស់ខ្ញុំសានពិតជាពូកែមែនមកដល់ក៏ល្អហើយសានខាងក្នុងមានផ្លែឈើដែលអ្នកចូលចិត្តទៅយកមកបន្តិចទៅលោកហេអ្នកពិតជាថែរក្សាកូនស្រីខ្ញុំមែនអរគុណច្រើនលោកឪពុកក្មេកកុំអីហៅខ្ញុំថាយូរតូចបានហើយសានមិនបានធ្វើរកទេមែនទេមុននេះគាត់ល្អណាស់ឈៀវយឺឥឡូវពួកអ្នកបានចុះសម្បត្តិអាពាហ៍ពិពាហ៍រួចហើយអញ្ចឹងខ្ញុំមិនចាំបាច់បន្តធ្វើពុតថាខ្សែធនទៀតទេសិនតែងតែចង់ទៅក្រុមហ៊ុនមើលគាត់ធ្វើពុតថាខ្សែធនប៉ាតើអ្នកណាជាអ្នកគិតប៉ាកុហកខ្ញុំសិនសុំទោសវាជាគំនិតរបស់ប៉ាគ្រាន់តែចង់ឲ្យសិនកុំបន្ទោសឈៀវយឺគាត់បានប្រាប់ប៉ាតាំងពីយូរមកហើយឲ្យរៀបការជាមួយអ្នកពិបាកណាស់ទម្រាំអ្នកយល់ព្រមតែជាចង់ទៅបរទេសទៀតគាត់ក៏ប្រញាប់ចង់ចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយអ្នកប៉ាគ្រាន់តែខ្លាចថាពេលអ្នកទៅដល់បរទេសអ្នកនឹងស្គាល់មនុស្សថ្មីហើយអេពួកអ្នកនិយាយគ្នាឲ្យល្អកុំឆ្លោះគ្នាសិនខ្ញុំខុសហើយកុំខឹងអីចាប់ពីពេលនេះទៅខ្ញុំនឹងមិនធ្វើបែបនេះទៀតទេខ្ញុំស្អប់បំផុតការកុហកនិយាយមកតើមានរឿងអ្វីទៀតដែលអ្នកលាក់ពីខ្ញុំគ្មានទៀតទេចាប់ពីពេលនេះទៅរឿងអ្វីក៏ដោយខ្ញុំនឹងពិភាក្សាជាមួយអ្នកភ្លាមបើមានលើកក្រោយទៀតខ្ញុំធានាថានឹងធ្វើឲ្យអ្នករកខ្ញុំមិនឃើញទៀតឡើយមិនបានទេកុំបោះបង់ខ្ញុំអីជីវិតនេះខ្ញុំចង់នៅជាមួយអ្នកតែម្នាក់គត់បានយើងនឹងនៅជាមួយគ្នារហូតគិតមើលតាមការបរិច្ឆេទជិតដល់ថ្ងៃដែលកូនត្រូវទៅក្រៅប្រទេសហើយពួកកូនទៅតែចុះសម្បត្តិអាពាហ៍ពិពាហ៍ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលទៅរៀបការហើយក៏មិនទាន់បានរៀបចំពិធីមង្គលការផងក៏ត្រូវទៅក្រៅប្រទេសហើយខ្ញុំបានរៀបចំរួចហើយខ្ញុំនឹងទៅក្រៅប្រទេសជាមួយខ្ញុំមានអាជីវកម្មខ្លះនៅក្រៅប្រទេសដែលត្រូវដោះស្រាយឱកាសនេះអាចទៅពង្រីកអាជីវកម្មបានផងខ្ញុំដឹងហើយថាគេមិនទុកឲ្យខ្ញុំទៅក្រៅប្រទេសម្នាក់ឯងទេកូនប្រសារម្នាក់នេះអាចពឹងពាក់បានគ្រប់រឿងគិតគូរពីជាមុនមានទាំងសមត្ថភាពនិងទ្រព្យសម្បត្តិទីបំផុតខ្ញុំអាចស្ងប់ចិត្តបានហើយមនុស្សឈួតឲ្យកូនស្រីត្រកូលដ៏ល្អបែបនេះមិនយកទេបែរជាចូលចិត្តនារីម្នាក់ដែលមិនដឹងប្រវត្តិទៅវិញថែមទាំងត្រូវនាងបោកប្រាស់វិលវល់ទៀតតើឯងទៅធ្វើអ្វីឲ្យគេអាក់អន់ចិត្តគឺដែលបានដណ្ដើមទៅគឺសុទ្ធតែជាកំហុសរបស់គេការចងចាំរបស់គ្រួសារខែទាំងអស់ត្រូវបានបំផ្លាញដោយសារអ្នកក្រុមហ៊ុនខ្សែធនសំបីតែផ្ទះក៏បាត់ទៅទៀតអ្នកពេញចិត្តហើយឬនៅទើបដឹងថាខ្ញុំក្នុងជាតិមុនទើបជាមនុស្សមានសុភមង្គលជាតិនេះខ្ញុំគ្មានសល់អ្វីទៀតឡើយឮថាពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍ក៏បានទៅរស់នៅក្រៅប្រទេសជាមួយមែនហើយកូនស្រីគ្រួសារមកពិតជាមានសមត្ថភាពណាស់នៅក្រៅប្រទេសនាងបានឈ្នះមេដាយមាសក្នុងការប្រកួតរចនាខ្ញុំគិតថាពួកគេនឹងបន្តអភិវឌ្ឍនៅក្រៅប្រទេសមិននឹកស្មានថាពួកគេត្រឡប់មករៀបចំពិធីមង្គលការទេសូមអរគុណភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមពិធីមង្គលការរបស់យើងខ្ញុំទាំងពីរឥឡូវនេះសូមអញ្ជើញគូស្វាមីភរិយាថ្មីឡើងមកកាន់ទីតាំងពិតជាគូស្នេហ៍ដែលស្រស់ស្អាតសមគ្នាណាស់ខ្ញុំគិតថាMulan Shanនឹងរៀបការជាមួយក្មេងប្រុសឈឺ Kang Shan មិននឹកស្មានថានាងរកបានមនុស្សដែលល្អជាងនេះទេគាត់មកដល់ទាន់ពេលគោរពស្ថានសួគ៌នឹងផែនដីមួយដងយូរវ័យបានកន្លងផុតទៅពួកយើងគឺជារបស់គ្នាទៅវិញទៅមកគោរពគ្នាទៅវិញទៅមកShanការជាថ្មីបានធ្វើឲ្យខ្ញុំអាចរៀបការជាមួយគឺជារឿងដែលខ្ញុំមានសំណាងបំផុតបាននៅក្បែរអ្នកការបាននៅជាមួយអ្នកទើបជាអត្ថន័យនៃការជាថ្មីរបស់ខ្ញុំសូមឲ្យមនុស្សគ្រប់គ្នាអាចជួបមនុស្សដែលពិតជាស័ក្តិសមហើយទទួលបានជីវិតថ្មី